សៀវហួរដាក់ឲ្យពូមុនបានទេកុំប្រញាប់សៀវហួរកំពុងចម្អិនពូញ៉ាំលឿនពេកហើយមិនខ្លាចស្លាក់ទេឲ្យទឹកខ្ញុំពូញ៉ាំយឺតកុំឲ្យស្លាក់ទៀតពូស្លាក់ពិតមែនអង្គុយត្រង់ឡើងកូនតូចឲ្យសុំឈប់ប្រើមាត់ទិបទៅឈប់និយាយបានទេសៀវហួរកូនបង្ករឿងទៀតហើយសុំទោសសៀវហួរតន្ត្រីចំអិនមិនកើតទេធ្វើឲ្យគេស្លាក់ទាំងអស់មិនអីទេខ្ញុំនឹងចាប់ផ្ដើមចំអិនឥឡូវធ្វើមួយវគ្គទៀតឲ្យគ្រប់គ្នាឥតគិតថ្លៃហើយអ្វីត្រឡប់មកវិញតន្ត្រីចាប់ពីថ្ងៃនេះពួកយើងមិនញ៉ាំម្ហូបលោកលាវទៀតទេពួកយើងញ៉ាំតែម្ហូបសៀវហួរសៀវហួរកូនរពើទៀតហើយប៉ាកំពុងបន្ទោសខ្ញុំមែនទេប៉ាមិនមែនប៉ាញ៉ាំត្រីខូចរហូតឈឺពោះទេសៀវហួរក៏មិនបាច់ចំអិនដែរសៀវហួរនិយាយបែបនោះមិនបានតន្ត្រីប៉ាឈឺពោះមិនមែនដោយសារត្រីនោះទេអីចឹងដោយសារអ្វីដោយសារមាត់កូននិយាយអ្វីកើតនឹងនិយាយតិចទៅមាត់កូនដូចជាមានមន្តអាគមប៉ាវាមិនសមហេតុផលទេបើខ្ញុំថាប៉ានឹងឈឺពោះតើប៉ាឈឺមែនទេកូនពោះខ្ញុំប៉ាសៀវហួរឈប់និយាយទៅកូនតូចឲ្យប៉ាសៀវហួរត្រូវតែនិយាយប៉ាមិនមើលផ្លូវទេប្រយ័ត្នឡានបុកប៉ាសីមែនតាចាស់ឯងខ្វាក់ទៅតាចាស់ឯងចង់រករឿងខ្ញុំមែនទេខ្ញុំប្រាប់ហើយមិនឲ្យដាក់ទោសក្រោមអាគារឈិនសៀនរកចំធ្វើមុខប្រាប់មិនឃើញខ្ញុំខឹងសាប់ហើយឯងមកបន្ថែមឲ្យខ្ញុំកាន់តែខឹងទៀតទេខ្ញុំមិនប្រយ័ត្នខ្ញុំមិនមានចិត្តណាទេលោកម្ចាស់ឈីពូនេះមិនយុត្តិធម៌ទេប៉ាខ្ញុំថាប៉ាបុកគេត្រូវនិយាយថាសុំទោសកូនតូចឲ្យឈប់និយាយឯងចង់ឲ្យខ្ញុំសុំទោសមែនទេការសុំទោសបែបនេះស្មោះគ្រប់គ្រាន់ទេតាចាស់លុតជង្គង់បានខ្ញុំលុតហើយសៀវហួរនៅក្មេងសុំកុំប្រកាន់កូនពេកប៉ាកុំលុតជង្គង់ឲ្យគេមនុស្សអាក្រក់ហេតុអ្វីធ្វើបាបប៉ាខ្ញុំធ្វើបាបគាត់មែនឬតាំងពីពេលណាអ្នកណាឃើញខ្ញុំធ្វើបាបគាត់មានសាក្សីទេគ្មានទេមែនមនុស្សកុហកសូមឲ្យរន្ទះបាញ់ឯងក្មេងឲ្យមេឃស្រឡះបែបនេះរន្ទះណែណាចង់ឲ្យរន្ទះបាញ់ខ្ញុំបាញ់មកមើលថ្មលោកម្ចាស់តន្ត្រីឈីលោកមិនអីទេរបួសទេសំមុខមើលមុខខ្ញុំទៅតាដូចមិនអីទេឈប់ឈរមើលចាប់ក្មេងអាក្រក់នោះខ្ញុំនឹងហែកវាជាបំណែកកុំធ្វើបាបកូនស្រីខ្ញុំចេញទៅប៉ាក្មេងអីក្មេងអាក្រក់ខ្ញុំនឹងសម្លាប់ឯងឈប់នោះគឺលោកយាយមេគ្រួសារជាងខ្ញុំប្រាប់ប៉ុន្មានដងហើយកុំបង្ករឿងឯងមិនស្ដាប់សោះខ្ញុំបង្ករឿងមើលសភាពខ្ញុំសិនគ្រប់ហើយទៅមន្ទីរពេទ្យរឿងនេះមិនទាន់ចប់ទេគ្រូសាជាងវិន័យទាំងណាស់លើកលែងតែជីស៊ីវឈីងហេតុអ្វីអនុគ្រោះគេម្លេះអរគុណលោកយាយមិនដឹងទេកូនប្រសាស្រីរបស់គ្រូសាជាងឈីស៊ូជាបងប្អូនតែម្នាក់របស់ឈីស៊ីវឈីងតាំងពីក្មេងពួកគេពឹងពាក់គ្នាតាំងពីនៅក្មេងទោះឈីស៊ីវឈីងជាមនុស្សកំហូចក៏គេស្ដាប់បងស្រីដែរហេតុនេះហើយលោកយាយតែងអនុគ្រោះគេប៉ុន្តែលើកនេះហួសហេតុពេកអរគុណលោកយាយមេគ្រួសារវាជាកាត់ប្រកិច្ចខ្ញុំស៊ីវឈីងធ្វើឲ្យអ្នកខឹងសូមកុំប្រកាន់លោកយាយកាត់អ្វីមិនអីទេជំងឺហឺតរើឡើងគ្រាន់តែត្រូវលេបថ្នាំលោកយាយតាលោកយាយស៊ូកុំនិយាយផ្ដេសផ្ដាសភ្នែកខ្ញុំមិនសូវល្អអានស្លាកមិនឃើញទេមួយណាជាថ្នាំហឺត
Lục dây mùi ní. Côn đăng đòi rổ biệp na, siêu hù miên trò mồ. Pì xe na, kron tại hết khlen cỏ đằng. Đần trai. Bật men ở lâu thu hài. Khmênh tôi ngày ní ở côn nà. Mình bắt ở côn tê lục gì, côn cua ở sờ lạnh nà. Dây miên càng nghe trâu tờ hài. Ba mình ấy tế. Siêu hù. Ba mình ấy tế tại trâu tờ. Mình ti pet. Dương thưa mày tớ. Ba dương còn nà. Ta dương khmên lôi chi bà tế. Chộp. Cùng hai khnyom tha bà tiệt. Ở khnyom hai côn tha bà vinh bàn tế. Côn chi ba đã miên chi vật ở bọc khnyom. Một côn đôi miên mồn. Côn nì dây mùi mắt cru xa dường. Lôi mèn. Âu tê, thưa mày tớ. Một xe tôi. Xôm oi vía bắt ẩm này. Côn oi xôm cung nì dây tiệt. Đần trai. Ba mình slap bật mèn tế. Siêu hú công ông rùn quạt ba côn mình toàn slap tê. Rồi nhập nôm quạt tờ. Mình ti pet. Khmênh krọ. Pu krọ. Pu hai khnyom mèn tế. Anh mọc vì na. Pu krọ hai đờ vấy khuôn pu. Rôm sốt tại bằng rôm. Nở hiên xu. Đời xa anh khnyom trờ. Rôn tia banh. Pu krọ pu bốc bạc khnyom ta pê nà. Pu song thlai pet. Sộp bân tơ khmênh. Anh thưa khnyom bẹp ni. Hai nơi tiết thlai pet tiết. Pu krọ cùng khâng khnyom thvờ. Bài cha ỏi pu. Công nì dây pi bài cha. Để hai khnyom khâng na. Khnyom prap bần man đồng hai cùng lục. Bài cha một phô trình than thiên sĩ lờ vía. Bần tiếp cầm rết phô trình than khnyom. Bài cha xâm ram bẹp ní có hiền. Đã tốt một thiên sĩ lờ rồi bọc khnyom. Pu rum khan na. Ru chiết rồi bỏ mạ. Giang mết. Chinh anh mền tế. Mình chinh anh tê xót tại mà đòn. Khnyom trong cổ ụt. Hai đợt vấy pu bẹp ní khnyom thvờ. Đòi đai khuôn anh nà. Khnyom bẹp ní hai anh thvờ ấy khnyom bán. Pu hu hai pê mà hộp ní. Đam lòi túc oi vàng khai đòi xa pu. Vàng khai mình bàn nhàm. Miên này thà mà hộp ní đam lòi. Túc oi ch cái. Mình trâm tay mà hộp tê chan co chi rồi bỏ. Vàng khai đà. Khmênh ai cùng thvờ ở khnyom khâng. Pu krọ bà khnyom cùng pông nở. Mình ti pet. Trơ ca lui sẵn cru chỉ vật quạt. Xôm pu song xâm nói lờ. Tầm bếp chia bà bà. Khmênh bọc pra. Mũi các con mình ban bị khnyom. Chênh tờ. Pu krọ ba mình song siêu hù. Siêu hù nâng đạp mình đá xa ở pu. Riệc. Một khnyom xạ sất nà. Nì dây bê đá khmênh krọ. Pu khnyom. Trơ tơ bằng côn. Bằng côn. Khnyom trơ tơ bằng côn. Cácประกวดកំពូចុងភៅរង្វាន់10,000លាននោះមានសូនឲ្យប៉ុន្មាន10 100 1000វ៉ាល្មមឲ្យប៉ាត្រូវឡានបុកច្រើនដងខ្ញុំសម្រេចហើយខ្ញុំនឹងខ្លាចជាកំពូចុងភៅបើខ្ញុំឈ្នះប៉ានឹងមិនត្រូវឡានបុកទៀតទេក្មេងចេញទៅទីនេះមិនមែនកន្លែងលេងទេហេតុអ្វីខ្ញុំមិនអាចប្រកួតឲ្យខ្ញុំចូលចេញទៅខ្លួនឯងទៀបជាងចង្ក្រានផងចង់ប្រកួតចុងភៅក្មេងអើយទីនេះមិនមែនកន្លែងលេងទេទៅផ្ទះលេងដេកទៅទៀបជាងហើយម៉េចសូមគោរពលោកស្រីលោកយាយមកហើយកូនតូចចៃដន្យណាស់មកនេះលឿនកុំរំខានលោកស្រីសូមអញ្ជើញខាងនេះឲ្យក្មេងមើលសប្បាយផងមានអីខូចមានអ្វីខុសលោកស្រីនាងមិនមកមើលទេនាងមកប្រកួតកូនចេះចំអិនចេះសាច់ជ្រូកជូរផ្អែមជើងកង្កែបឆាស្តេកកូនមាន់ជាមួយពន្លកឫស្សីសាច់ជ្រូកស្ងោរនិងនំប៉ាវដៃព្រះពុទ្ធពូកែមែនលោកយាយសូមឲ្យខ្ញុំប្រកួតផងបើគ្មានភ្លើងឆេះថ្ងៃនោះនាងយ៉ានប្រហែលជាកំពូចុងភៅរួចហើយក្មេងនេះឆ្លាតហើយគួរឲ្យស្រឡាញ់ប្រហែលបើស៊ីវឃើញនាងនឹងមានអារម្មណ៍ល្អឡើងយាយនឹងនាំកូនចូលប្រកួតចាស់អស់ចាស់វ៉ាស៊ីវយាយមានការងារ
ុំរត់ផ្ដេសផ្ដាស់ឲ្យសោះសៀវហ៊ូមិនរត់ទេសៀវហ៊ូនៅតែចង់ក្លាយជាកំពូលចុងភៅស្ដាប់បង្កប់ណាស់ក្មេងអាក្រក់ឯងលួចចូលមកទីនេះបានយ៉ាងម៉េចក្មេងតន្ត្រីនេះមិនឆ្ងល់ថាខ្ញុំរកឯងមិនឃើញតាមពិតលួចចូលទីនេះលេងខ្ញុំក្មេងអាក្រក់ចង់បោកខ្ញុំមែនទេតន្ត្រីខ្ញុំនឹងវាយឯងក្មេងអាក្រក់ឯងជីឆ្កែពូអាក្រក់ពូបុកប៉ាខ្ញុំសងលុយឥឡូវខ្ញុំបុកប៉ាឯងនោះជាសំណាងរបស់គាត់ចង់ឲ្យខ្ញុំសងសូបិនទៅចេញពីទីនេះភ្លាមបើពន្យាការប្រកួតខ្ញុំនឹងបកស្បែកឯងសៀវហ៊ូមិនបង្ករឿងទេសៀវហ៊ូមកប្រកួតក្មេងអាក្រក់អ្នកលក់បាយឆាដូចឯងចង់ប្រកួតអ្វីមិនមែនរឿងពូទេតន្ត្រីការប្រកួតចិត្តចាប់ផ្ដើមហើយក្មេងអាក្រក់ចាំមើលទៅចប់ការប្រកួតសិនខ្ញុំនឹងចាត់ការឯងបងជីងឈួនខ្ញុំហៅថារង្វាន់ការប្រកួតកម្ពុជាចុងភៅលើកនេះខ្ពស់មិនធ្លាប់មានដល់ 10,000 លានបើអាចព្យាបាលជំងឺសៀវស៊ូបានចំណាយ 10,000 លានក៏មិនអីដែរបងជីងឈួនល្អចំពោះបងស្រីជីស៊ូណាស់បើខ្ញុំបានជួបមនុស្សល្អដូចបងជីងឈួនក៏ល្អឥតខ្ចោះហើយកូននឹងបានជួបមនុស្សបែបនោះក្បាលខ្ញុំឈឺណាស់ហានយូសានបើអ្នកមិនស្រួលខ្លួនកុំបង្ខំខ្លួនធ្វើជាចៅក្រមការប្រកួតនេះអីមិនចាំបាច់ពិបាកទេបងជីងឈួនចាំខ្ញុំផងលោកអ្នកនាងកញ្ញាទាំងអស់ការប្រកួតកម្ពុជាចុងភៅលើកទី13ដែលគ្រប់គ្នាទន្ទឹងរង់ចាំនឹងចាប់ផ្ដើមឥឡូវនេះខ្ញុំនឹងធ្វើជាអ្នកអធិប្បាយផ្ទាល់អ្នកដំបូងគឺតំណាងមហូបបូព្រាបច្ចឹមចាងសៀវវាងជាមេម្ហូបហាងជូវល្បីឈ្មោះនៅទីក្រុងឡុងគាត់មានសមត្ថភាពស្មើចុងភៅមីសេលីន4ផ្កាយបង្គាតែឡុងជីងនិងត្រីបឹងខាងលិចជ្រលក់ទឹកខ្មេះរបស់គាត់គ្មានគូប្រៀបនោះមិនមែនចាងសៀវវាងទេគាត់ជាចុងភៅកម្ពុជាម្នាក់ក្នុងទីក្រុងឡុងមិននឹកស្មានថាអ្នកប្រកួតដំបូងជាមនុស្សល្បីបែបនេះខ្ញុំចង់ឃើញអ្នកប្រកួតបន្ទាប់ឆាប់ណាស់អូព្រះអ្នកប្រកួតទី2គឺអាទិត្យកម្ពុជាចុងភៅមីសេលីន5ផ្កាយទូណានសៀនរហស្នាមគាត់គឺអ្នកកោសាច់ពីឆ្អឹងបច្ចេកទេសកំបិតស្វាហោះរបស់គាត់គ្មានអ្នកណាស្មើមិននឹកស្មានថាជីវិតនេះខ្ញុំបានឃើញផ្ទាល់ភ្នែកចុងភៅទូពិតជាព្រះនៃការចំអិនម៉ាក់ខ្ញុំបានសម្រេចហើយទីបំផុតខ្ញុំបានជួបចុងភៅទូផ្ទាល់មិនគួរឲ្យជឿថាគាត់មកទីនេះភ្ញាក់ផ្អើលណាស់អស្ចារ្យមែនតើនៅមានអ្វីគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតព្រឹត្តិការណ៍ធំណាស់ចុងភៅកម្ពុជាទាំង4មកពីគ្រប់ទិសកំពុងប្រកួតទល់នឹងចុងភៅទូគួរឲ្យស្ដាយមិនឃើញតារាថ្មីសុងជីមីងមើលថាអ្នកបន្ទាប់ជាអ្នកណាគ្មានឈ្មោះទេគឺចុងភៅពាក់ម៉ាស់ម្នាក់នេះជានរណាពាក់ម៉ាស់ធ្វើអីចង់អួតទេដឹងមើលទៅអ្នកពាក់ម៉ាស់នេះធម្មតាណាស់មើលអ្នកបន្ទាប់ក្មេងតូចជាងសៀវហ៊ូនាងគ្រាន់តែជាក្មេងទេសាច់អ្វីឈប់សាច់ក្មេងតូចវងវែងភ្លើមែនទេអ្នកប្រកួតអនាមិកម្នាក់ទៀតក្មេងម្នាក់ទៀតមកលេងសាច់មែនទេពួកគេប្រកាសជាត្រូវធ្លាក់មុនគេក្មេងអាក្រក់ទាំងនេះពួកគេមកធ្វើឲ្យខ្លួនឯងអាម៉ាស់ពិតមែនឬអ្នកទាំងអស់ហួសហេតុពេកកុំចំអកសៀវហ៊ូប្រយ័ត្នឈឺពោះវាពាក់ព័ន្ធអ្វីនឹងខ្ញុំក្មេងអាក្រក់ពិតមែនលោកឈីទៅណាបងថ្លៃខ្ញុំទៅបង្គន់អ្នកប្រកួតចូលគ្រប់គ្នាហើយការប្រកួតនេះប្រមូលផ្ដុំសុទ្ធតែអ្នកខ្លាំងជាពិធីជប់លៀងពិតហើយរង្វាន់ក៏ធំបំផុតមិនធ្លាប់មានដល់ 10,000 លានមិនបាច់និយាយច្រើនទេចាំមើលលទ្ធផលទាំងអស់គ្នាខ្លួនមិនទាន់ធំផងហ៊ានមកប្រកួតលោកតាមិនចង់ឲ្យខ្ញុំប្រកួតព្រោះលោកតាខ្លាចមែនទេ
ក្មេងឲ្យគិតថាការញុះញង់មានប្រសិទ្ធភាពលើខ្ញុំឬមិនមែនទេពិតជាមានក្មេងឲ្យដឹងទេថាកំពុងនិយាយជាមួយនរណា30ឆ្នាំមកនេះខ្ញុំមិនធ្លាប់ប្រាប់ឯងថាខ្ញុំជាបតាមហូបភាគខាងត្បូងនិងមេចុងធ្វើពិធីជប់លៀងរត់ឯងជាអ្នកណាហ៊ានមកប្រជែងខ្ញុំទោះឲ្យឯងត្រឡប់ទៅរៀន20ឆ្នាំទៀតក៏មិនអាចឈ្នះខ្ញុំបានលោកតា20ឆ្នាំទៀតលោកតាចាប់ជាតិថ្មីបាត់ហើយក្មេងអាក្រក់ឯងចេះនិយាយដែរឬទេលោកតាខឹងខ្លាំងណាស់តើមកពីការប្រកួតចាប់ផ្ដើមហើយឬការប្រកួតចាប់ផ្ដើមជាផ្លូវការឥឡូវនេះវគ្គទី1គឺម្ហូបប្រចាំខ្លួនគ្រប់គ្នាបង្ហាញសមត្ថភាពមកបើក្លិនឈ្ងុយណាស់តែឡុងជីងរបស់លោកជីងឈ្ងុយខ្លាំងគ្រាន់តែហិតមួយដង្ហើមក៏មានអារម្មណ៍សុខស្រួលឥឡូវទើបខ្ញុំយល់ពាក្យថាក្លិនឈ្ងុយរាវដាររាប់លីអស្ចារ្យមែនដូចគ្រប់គ្នាដឹងសាំងស៊ីវឡុងជាតំណាងចុងភៅកម្ពុជាទាំង4មិនត្រឹមតែមានស្នាដៃល្អក្នុងការចំអិនទេគាត់ក៏ជាអ្នកជំនាញតែម្ហូបប្រចាំខ្លួនបង្គាតែឡុងជីងគឺជាភស្តុតាងល្អបំផុតថាគាត់ឈានដល់កម្ពុជាទាំងផ្នែកម្ហូបនិងសិល្បៈតែក្មេងនេះកំពុងធ្វើអ្វីកំពុងកាត់ផ្លែឈើនាងលេងសាច់មែនទេនេះជាការប្រកួតកម្ពុជាចុងភៅបើកាត់ផ្លែឈើក៏រាប់ជាជំនាញចំអិននោះខ្ញុំក៏អាចចូលប្រកួតបានដែរមែនទេមើលទៅអ្នកប្រកួតសៀវហ៊ូត្រូវហាត់បន្ថែមការប្រកួតសំខាន់បែបនេះនាងនៅតែកាត់ផ្លែឈើមកធ្វើឲ្យគេសើចមែនទេមើលកាយវិការខ្ជិះខ្ជារបស់នាងទៅច្បាស់ថាចំអិនមិនកើតទេចាននេះល្អក្លិនឈ្ងុយណាស់ក្លិនតែពេញទាំងកន្លែងបងជីងឈួនបង្គានេះឆ្ងាញ់ណាស់សាក់មួយមាត់លឿនពិតមែនពណ៌ក្លិននិងរសជាតិល្អឥតខ្ចោះនាំទៅឲ្យលោកស្រីតូចបងជីងឈួនមើលមិនអាចទៅរួចអូព្រះត្រីនេះនៅសល់តែឆ្អឹងហើយតែវានៅកម្រើកខ្ញុំកំពុងសុបិនទេមិនអាចបែបនេះបច្ចេកទេសកំបិតរបស់លោកជីងឈួនលឿនដល់ថ្នាក់ត្រីមិនទាន់ដឹងថាខ្លួនស្លាប់ផងគួរឲ្យភ្ញាក់ផ្អើលនេះជាបច្ចេកទេសកំបិតអ្វីវាពិតជាអភូតហេតុសាស៊ីមិនដែលខ្ញុំជីងណានធានធ្វើនេះស្រស់បំផុតក្នុងលោកបន្ថែមទឹកជ្រលក់សម្ងាត់តែខ្ញុំកែលម្អកន្លះជីវិតម្ហូបនេះមានឈ្មោះថារសជាតិស៊ុបក្មេងតូចឯងយកអ្វីមកប្រកួតនឹងខ្ញុំទឹកជ្រលក់សម្ងាត់គ្រាន់តែប្រេងទឹកប្រេងខ្យងទឹកឃ្មុំប្រេងឡងនិងម៉ាស្តាតកូនតូចឲ្យឈប់ទៅមិនក៏ដឹងរូបមន្តទឹកជ្រលក់សម្ងាត់របស់ខ្ញុំលោកតាគ្មានច្រមុះទេគ្រាន់តែហិតក៏ដឹងហើយអ្វីក្លិនប៉ុណ្ណឹងក៏អាចដឹងឯងជាឆ្កែពាក់កណ្ដាលមែនទេច្រមុះអស្ចារ្យមែនលោកចៃក្រមទាំងអស់សូមភ្លក់រសជាតិស៊ូករបស់ខ្ញុំស្រស់ណាស់ស្រស់តែមិនឆ្អាបឲ្យខ្ញុំសាកដែរអ្នកកុំញ៉ាំល្អជាងគន្លឹះរសជាតិរបស់ត្រីនេះគឺភាពស្រស់បំផុតប្រញាប់នាំទៅឲ្យស៊ីវស៊ូចុងភៅទូចាស់នៅតែពូកែប៉ុន្តែមានតែប៉ុណ្ណឹងអ្នកលាក់ខ្លួនក្រោយម៉ាស់នោះជានរណាខ្លាចបង្ហាញមុខពិតមែនទេឯងហ៊ានវាតម្លៃចុងភៅទូឯងជានរណាឲ្យប្រាកដមិនដឹងថាខ្ញុំមានកិត្តិយសបានឃើញមុខពិតរបស់អ្នកទេលោកចៃក្រមទាំងអស់យកយ៉ាងណាចំពោះម្ហូបនាគនឹងហងរួមសុខរបស់ខ្ញុំវ៉ានាគមួយអូក្លិនអ្វីនេះឈ្ងុយណាស់ឲ្យខ្ញុំញ៉ាំមួយមាត់តែមួយមាត់ប៉ុណ្ណោះខ្ញុំនឹងធ្វើអ្វីក៏បាន
ដើម្បីបានភ្លុកខ្ញុំធ្វើអ្វីក៏បានខ្ញុំកំពុងឃើញអ្វីជំនាញអ្វីនេះអាចបង្កើតទស្សនវិជ្ជាចម្លែកបែបនេះបានឈ្ងុយណាស់ស៊ីវស៊ូគួរតែកំពុងញ៉ាំហើយចង្រៃស្ត្រីឈីស៊ូប្រហែលជាសង្គ្រោះមិនបានទេមិនអាចទេមិនអាចជាដាច់ខាតអ្នកដែរធ្វើម្ហូបកម្រិតនេះបានមិនអាចជាមនុស្សគ្មានឈ្មោះទេអ្នកជានរណាពិតប្រាកដប្រញាប់នាំនាគនឹងហងរួមសុកនេះទៅឲ្យលោកស្រីតូចចាំសិនស៊ុបផ្លែសារីស្ករនិងផ្សិតព្រើរបស់ខ្ញុំរួចហើយក្មេងអាយអាចយកចានផ្លែឈើទៅមកខាងបានទេមិនឃើញស្នាដៃធំនៅទីនេះទេផ្លែឈើកាត់របស់ឯងយកទៅឲ្យម៉ាក់ឯងទៅអ្វីជាសារីស្ករផ្សិតព្រើនេះមិនមែនគ្រាន់តែស៊ុបសារីស្ករទេឈ្មោះសារីស្ករផ្សិតព្រើចម្លែកល្អប៉ុន្តែក្មេងអាយវាប្រហែលមិនសមសម្រាប់ថ្ងៃនេះទេបោះបង់ទៅល្អជាងពូមិនសាកទេវាឆ្ងាញ់មែនមិនបាច់ទេមានអ្វីត្រូវសាកឯងមិនយល់ទេម្ហូបសារីរបស់ឯងគឺសម្រាមគ្មានចៅក្រមណាចូលចិត្តសម្រាមនេះទេលើកលែងតែម៉ាក់ឯងនេះក៏ជាកម្លាំងចិត្តរបស់ស៊ីវហ៊ូនាំទៅឲ្យលោកស្រីតូចភ្លក់ផងចាំសិនក្លិននេះនរណាជាអ្នកធ្វើខ្ញុំត្រូវជួបនាងភ្លាមទស្សនិកជនទាំងអស់ការប្រកួតកម្ពុជាចុងភៅនេះធ្វើឲ្យខ្ញុំរំភើបខ្លាំងតើនរណានឹងឈ្នះរង្វាន់ធំសូមរងចាំលទ្ធផលឱកាសខ្ញុំតិចណាស់លើកនេះអ្នកខ្លាំងច្រើនពេកលើកលែងតែក្មេងនេះទូបង្គាតែឡុងជីងរបស់ចុងភៅជីងនិងរសជាតិស៊ូបរបស់ចុងភៅទូល្អខ្លាំងនឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍តែអ្វីដែលលេចធ្លោបំផុតគឺនាគនឹងហងរួមសុកនេះមិនមែនគ្រាន់តែធ្វើឲ្យចាប់អារម្មណ៍ទេវាជាបទពិសោធន៍ម្ដងក្នុងមួយជីវិតមកដល់ពេលនេះក៏សំហើយយ៉ាងម៉េចលោកស្រីតូចបានញ៉ាំទេលោកស្រីតូចតន្ត្រីលោកស្រីតូចបានញ៉ាំហើយលោកស្រីតូចបានញ៉ាំហើយប្រាប់លឿននាងញ៉ាំអ្វីមុនបង្គាតែឡុងជីងរបស់ខ្ញុំអ្នកធ្វើមែនទេបង្គាតែឡុងជីងលោកស្រីតូចនាងប្រាប់លឿនខ្ញុំភ័យចិត្តស្លាប់ហើយលឿនឡើងបង្គាតែឡុងជីងដែលអ្នកធ្វើស្អាតណាស់ប៉ុន្តែនាងញ៉ាំមិនបានសោះក្មេងឲ្យឈប់និយាយផ្ដេសផ្ដាសវាពាក់ព័ន្ធអ្វីនឹងឯងលោកស្រីតូចមិនបានញ៉ាំទេអ្វីជីងស៊ីវឡុងបង្គាតែឡុងជីងដែលអ្នកអួតនោះគ្រាន់តែជាម្ហូបធម្មតាគ្មានអ្វីពិសេសហើយអ្នកនៅគិតថាអាចព្យាបាលជំងឺមិនចង់ញ៉ាំរបស់លោកស្រីតូចហើយយករង្វាន់រាប់ពាន់លានមែនទេសុបិនថ្ងៃត្រង់ទៅចុងភៅទូនិយាយត្រូវខ្ញុំពិតជាមានទំនុកចិត្តលើសពេកក្នុងចំណោមមនុស្ស4នាក់នៅទីនេះអ្នកពាក់ម៉ាស់អាតកំបាំងនឹងក្មេងនោះខ្ញុំកាន់តែគ្មានឱកាសមើលទៅរង្វាន់រាប់ពាន់លាននឹងជារបស់ចុងភៅទូហើយគួរឲ្យគោរពមែនប្រាប់លឿនលោកស្រីតូចបានញ៉ាំអំតាហោះស៊ុបរបស់ខ្ញុំទេលោកស្រីបានញ៉ាំពិតមែនបានញ៉ាំល្អណាស់តាចាស់នេះមិនអាចព្យាបាលជំងឺមិនចង់ញ៉ាំរបស់ស៊ីវស៊ូបានពិតមែនទេបើអីចឹងបងជីងឈួននឹងមិនមែនជារបស់ខ្ញុំទៀតខ្ញុំប្រាប់ហើយចាញ់ចុងភៅទូមិនមែនរឿងអាម៉ាស់ទេចុងភៅទូសមត្ថភាពអ្នកនៅតែមុតស្រួចគ្រប់គ្នាស្ដាប់ខ្ញុំសិនលោកស្រីតូចញ៉ាំបានមួយមាត់ហើយខ្ជាក់ចេញវិញអ្វីឯងនិយាយថាម៉េចលោកស្រីតូចញ៉ាំតែមួយមាត់ហើយខ្ជាក់ចេញមិនអាចទៅរួចមិនអាចទេអន្ទាក់ហោះស៊ូបរបស់ខ្ញុំជាម្ហូបជាតិថ្នាក់កំពូលលោកស្រីតូចមិនអាចខ្ជាក់ចេញចាំសិនអន្ទាក់ហោះស៊ូបរបស់ខ្ញុំមើលទៅសាមញ្ញប៉ុន្តែគ្រឿងផ្សំតែខ្ញុំប្រើគឺបានមកពីការខិតខំមួយជីវិតមិនអាចទេមិនអាចជាដាច់ខាតរូបមន្តសម្ងាត់ខ្ញុំមិនអាចបរាជ័យលោកតាចំណាយមួយជីវិតស្រាវជ្រាវតែ
គ្រឿងទេសនេះក្មេងឲ្យអញមិនយកទេនេះគេហៅថាកំពូលស្មុគស្មាញបង្ហាញជាភាពសាមញ្ញគ្រឿងទេសរបស់ខ្ញុំមិនសាមញ្ញដូចដែលឃើញទេពិបាកអីវាគ្រាន់តែធ្វើពីគ្រឿងផ្សំ15មួយមុខនិងគ្រឿងទេស33មុខមែនទេក្នុងគ្រឿងផ្សំ15មួយមុខមានបង្គាហួងឈីផ្សិតលីងជីនិងមាន់ព្រៃក្នុងគ្រឿងទេស33មុខមានផ្កាចន្ទន៍លង្កនពេញប៉ោះម្ទេសនិងត្រសក់សរុប49ដំណាក់កាលទើបចម្អិនរួមគ្នាបានឯងនេះពិតជាមិនគួរឲ្យជឿគ្មានទៅមិនអស់អ្វីចំទៅអ្នកកំពុងនិយាយថាក្មេងនេះទាយត្រូវទាំងអស់មែនទេត្រូវទាំងអស់មិនខុសសំបីមួយនាងប្រកាសជាលួចមើលអ្នកចម្អិនហើយចងចាំទាំងអស់គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេក្មេងតូចបែបនេះមិនអាចដឹងបច្ចេកទេសសម្ងាត់ទាំងនេះខ្ញុំគិតថាក្មេងប៉ុណ្ណេះមានការចងចាំបែបនេះក៏ពូកែណាស់ហើយកុំធ្វើឲ្យនាងពិបាកពេកលោកតារសជាតិស៊ូរបស់លោកតាពិតជាឆ្ងាញ់មែនប៉ុន្តែលោកតាភ្លេចថាបងស្រីស្អាតមានក្រពះនិងលំពេងខ្សោយត្រីឆៅត្រជាក់បែបនេះមិនសមឲ្យនាងញ៉ាំវ៉ាពាក្យនេះដាស់ខ្ញុំភ្លាមខ្ញុំរស់មកចាស់ប៉ុណ្ណេះនៅមិនមុតស្រួចស្មើក្មេងតូចម្នាក់ផងអាម៉ាស់មែនសំបីចង់ភៅទូចាស់ក៏ត្រូវជាប់គាំងតើលោកស្រីបានញ៉ាំទេលោកស្រីបានញ៉ាំនាងបានញ៉ាំអ្វីអាចជាគាត់មែនទេទោះគ្មានឈ្មោះល្បីក៏អាចធ្វើនាគនឹងហងរួមសុខហើយបង្កើតទិដ្ឋភាពអស្ចារ្យគួរឲ្យភ្ញាក់ផ្អើលមែនល្ងងអ្នកមានសមត្ថភាពបែបនេះមិនអាចជាមនុស្សគ្មានឈ្មោះលោកសូមបង្ហាញអត្តសញ្ញាណពិតក្នុងពេលចុងភៅទូដែលជាកម្ពុជាចុងភៅបាននិយាយហើយខ្ញុំនឹងលើកលែងម្ដងនេះអូព្រះចុងភៅពាក់ម៉ាស់គឺកម្ពុជាចុងភៅសុងជីវមីងដែលបាត់ខ្លួន7ឆ្នាំមុនអូពិតជាចុងភៅសុងមែនមិននឹកស្មានថាជីវិតនេះខ្ញុំបានឃើញកម្ពុជាចុងភៅ3នាក់ប្រកួតគ្នាកម្ពុជាចុងភៅវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រសុងជីវមីងពិតជាគាត់មែនមិនឆ្ងល់ថាគាត់អាចធ្វើនាគនឹងហងរួមសុខបានល្អបែបនេះខ្ញុំហាត់រាប់សិបឆ្នាំក៏មិនអាចប្រៀបសំបីម្រាមដៃតូចគាត់មិនឆ្ងល់ថាសមត្ថភាពអ្នកអស្ចារ្យបែបនេះខ្ញុំតាចាស់ព្រមទទួលចាញ់ពីចិត្តនរណានឹកស្មានថាការប្រកួតនេះនឹងមានការប្រែប្រួលគួរឲ្យភ្ញាក់ផ្អើលបែបនេះលទ្ធផលមើលទៅច្បាស់ហើយអ្នកឈ្នះវគ្គនេះប្រកាសជាចុងភៅសុងកម្ពុជាចុងភៅម្ចាស់ជើងឯកប្រហែលជានាគនឹងហងរួមសុខនេះមិនត្រឹមតែក្លិនឈ្ងុយទេថែមទាំងមានទិដ្ឋភាពនាគនឹងហងហោះរួមគ្នាគួរឲ្យស្ដាយខ្ញុំមិនបានភ្លុកលោកម្ចាស់ជាងលោកស្រីមហូបនាគនឹងហងរួមសុខនេះមិនត្រឹមតែព្យាបាលជំងឺមិនចង់ញ៉ាំរបស់លោកស្រីតូចទេថែមទាំងបំបត្តិកម្ដៅថ្លើមជួយភ្នែកនិងពន្យាអាយុបើញ៉ាំជាប្រចាំវាក៏ជួយថែសម្រស់និងផ្ដល់សំណើមស្បែកអាចរក្សាភាពក្មេងជានិច្ចពិតជាអស្ចារ្យបែបនេះមែនល្អណាស់វាសឹងតែបង្កើតឡើងសម្រាប់ស៊ីវស៊ូលោកស្រីតូចញ៉ាំប៉ុន្មាននាគនឹងហងរួមសុខនេះជាម្ហូបកំមកលោកស្រីបានញ៉ាំពីមាត់ល្អបងស្រីស្អាតមិនបានញ៉ាំច្រើនពេកទេនាគនឹងហងរួមសុខនេះមិនសមសម្រាប់បងស្រីស្អាតទេក្មេងប្រុសនិយាយផ្ដេសផ្ដាសអ្វីសៀវហ៊ូប្រាប់មកហេតុអ្វីនាងមិនអាចញ៉ាំសម្រាប់អ្នកដតីនាគនឹងហងរួមសុខអាចជាម្ហូបឆ្ងាញ់ប៉ុន្តែសម្រាប់បងស្រីស្អាតវាពៅខ្លាំងពេកបើនាងញ៉ាំទោះអាចបន្ថយរោគសញ្ញាបណ្ដោះអាសន្នក៏យូរទៅអាចគំរាមជីវិតតាំងពីខ្ញុំល្បីមានមនុស្សរាប់មិនអស់បានញ៉ាំម្ហូបនេះគ្រប់គ្នាថាវាជាម្ហូបកំណនឹងថ្នាក់កម្ពុជាតែឯងថាវាអាចសម្លាប់មនុស្សឯងចង់ធ្វើអ្វីហេតុក្មេងតូចឯងនៅក្មេងនឹងខ្វះបទពិសោធន៍មានរឿងជាច្រើនឯងមិនចូលនាគនឹងហងរួមសុខរបស់ចុងភៅសុងមិនមែនម្ហូបធម្មតាទៀតទេខ្ញុំជឿថាវានឹងជួយខ្លាំងដល់ជំងឺមិនចង់ញ៉ាំរបស់លោកស្រីតូចបានការសរសើរពីលោកចុងភៅទូខ្ញុំចុងភៅសុងពិតជាមានកិត្តិយសនាគនឹងហងរួមសុខនេះត្រូវបានសរសើរថាជាម្ហូបថ្នាក់កម្ពុជាភ្លឺចាំងបំផុតក្នុង3ឆ្នាំចុងក្រោយវាសឹងតែជាស្នាដៃទេវតាក្នុងពិភpomម្ហូបដូច្នេះវាពិតជាមានប្រយោជន៍ខ្លាំងក្នុងការព្យាបាលជំងឺមិនចង់ញ៉ាំមិនបាច់សង្ស័យទេចុងភៅសុងឈ្នះការប្រកួតកម្ពុជាចុងភៅ3លើកជាប់គ្នាគាត់ប្រកាសជាព្យាបាលលោកស្រីតូចបានអ្នកស្ម័គ្រចិត្តទាំងនោះប្រៀបមិនបានឲ្យក្មេងតូចនេះប្រកួតជាមួយចុងភៅសុងគឺដូចជាប្រមាថចុងភៅសុងខ្ញុំប្រាប់ហើយនាគនឹងហងរួមសុខរបស់ចុងភៅសុងអាចព្យាបាលបងស្រីស៊ីស៊ូបានបងជីងសួនមុននេះមិនជឿខ្ញុំឥឡូវគួរជឿហើយមែនទេម្ហូបនេះបងស្រីស្អាតពិតជា
មិនគួរញ៉ាំច្រើនបើមិនអីចឹងក្រពះនាងទ្រាំមិនបានទេសៀវហ៊ូឈប់ប្រពើបងជីងសួនក្មេងនេះគ្រាន់តែជាអ្នកកុហកនិយាយផ្ដេសផ្ដាសយកនាងចេញពីទីនេះភ្លាមមែនហើយបណ្ដេញនាងចេញខ្ញុំមិនកុហកទេសុខភាពលោកស្រីតូចនឹងមិនមានបញ្ហានាងនឹងហងរួមសុខរបស់ខ្ញុំត្រូវបានកំពូលចុងភៅពាក់ម៉ាស់ប្រាក់ណែនាំផ្ទាល់សំបីនាងភ្លុកហើយថាល្អអ្វីនាងនឹងហងរួមសុខវិពិតជាមានគិតយូរបានកំពូលចុងភៅពាក់ម៉ាស់ប្រាក់ភ្លុកអូសុងជាវមីងឯងមានសំណាងឈួតអ្វីបែបនេះខ្ញុំយល់ហើយមិនឆ្ងល់ថាមនុស្សវ័យក្មេងអាចឈានដល់កម្រិតម្ហូបបែបនេះតាមពិតមានកំពូលចុងភៅពាក់ម៉ាស់ប្រាក់នៅពីក្រោយប៉ុន្តែនាងនឹងហងរួមសុខរបស់អ្នកមិនមែនរូបមន្តពិតទេក្មេងតូចមាត់មុតមែនហ៊ាននិយាយថាស្នាដៃខ្ញុំតែខ្ញុំបង្កើតដោយខ្លួនឯងមិនមែនរូបមន្តពិតប៉ាប្រាប់ថាមាត់សៀវហ៊ូដូចមានមន្តក្មេងតូចមើលទៅឯងឆ្លាតនិងភ្លឺថ្លាគ្មាននរណាក្នុងគ្រួសារបង្រៀនឯងឲ្យគោរពមនុស្សចាស់ទេក្មេងតូចខ្ញុំឃើញថាឯងមានទេពកោសល្យខាងម្ហូបបើឯងតាមខ្ញុំរៀនប្រហែល10ឆ្នាំឯងអាចសម្រេចស្នាដៃធំក្នុងពិភពម្ហូបមិនបាច់ទេឲ្យខ្ញុំរៀនពីអ្នកសមត្ថភាពខ្ញុំលើសអ្នកឆ្ងាយហេតុអ្វីត្រូវរៀនពីអ្នកខ្ញុំធ្លាប់ឃើញមនុស្សអួតប៉ុន្តែមិនធ្លាប់ឃើញក្មេងអួតខ្លាំងបែបនេះឯងអស់សង្ឃឹមហើយសូមជាវមីងល្បីជាច្រើនឆ្នាំតែមិនធ្លាប់ទទួលសិស្សថ្ងៃនេះគាត់ព្រមទទួលឯងជាសិស្សគឺជាបុណ្យសំណាងដែលឯងសន្សំមក8ជាតិមិនអរគុណទេហើយនៅអួតនឹងក្អេងក្អាងឯងមិនស្គាល់កម្ពស់មេឃទេសៀវហ៊ូតើមិនគិតឡើងវិញមែនទេនេះជាឱកាសកំណាស់មិនទេសៀវហ៊ូមានគ្រូរួចហើយបានឥឡូវខ្ញុំប្រកាសជាផ្លូវការថាជំងឺមិនចង់ញ៉ាំរបស់ភរិយាខ្ញុំនឹងឲ្យចុងភៅសុងព្យាបាលអបអសាទរចុងភៅសុងនាគនឹងហងរួមសុខរបស់ចុងភៅសុងពិតជាស្នាដៃកម្ពុជានៃម្ហូបជាគំរូឲ្យយើងទាំងអស់រៀនតាមអ្នកចំនួនក្រោយពិតជាគួរឲ្យខ្លាចនរណាម្នាក់យកក្មេងកុហកនេះចេញភ្លាមទេលោកឧត្តមសេនីយ៍ជាងទូលោកស្រីបានញ៉ាំនាគនឹងហងរួមសុខពីមាត់និងទទួលស្គាល់ថាជាម្ហូបកម្ពុជាក៏ដោយតែចុងក្រោយនាងនៅតែក្អួតអ្វីមិនអាចទេកាត់អ្វីនាគនឹងហងរួមសុខរបស់ខ្ញុំមិនអាចមានបញ្ហាសៀវស៊ូក្អួតទៀតមែនទេចាំសិនប៉ម្ហូបរបស់យើងលោកស្រីតូចមិនបានញ៉ាំទេនោះចុះម្ហូបរបស់ក្មេងនេះមិនបាច់សួរទេអាហាររបស់ក្មេងព្រៃនោះច្បាស់ជាមិនឆ្ងាញ់ឡើយបងស្រីស៊ឺមិនចង់ភ្លុកផងមែនហើយអាហារសម្រាប់បែបនេះគួរតែបោះចោលឥឡូវនេះតែម្ដងកុំឲ្យរំខានភ្នែកយើងតែបង្អែមសារីនេះសៀវហ៊ូធ្វើដោយចិត្តស្មោះទោះសៀវស៊ឺមិនញ៉ាំក៏មិនគួរខ្ជះខ្ជាយដែរសំបីជ្រូកក៏មិនញ៉ាំផងតើបងស្រីស៊ឺអាចញ៉ាំបានយ៉ាងម៉េចបើទ្រូកមិនញ៉ាំខ្ញុំនឹងញ៉ាំអ្នកមលីងវាពិតជាអាក្រក់ដល់ថ្នាក់នោះមែនទេមិនមែនត្រឹមអាក្រក់ទេប្រហែលជាលេបមិនចូលផងឆ្ងាញ់ណាស់ខ្ញុំមិនធ្លាប់ញ៉ាំបង្អែមសារីឆ្ងាញ់បែបនេះទេតន្ត្រីមិនអាចឆ្ងាញ់ដល់ថ្នាក់នោះទេសម្ដែងខ្លែងពេកហើយនេះជារសជាតិឋានស៊ូពិតល្អឥតខ្ចោះតែម្ដងបើឆ្ងាញ់ដល់ម្លឹងឲ្យខ្ញុំភ្លុកផងបានទេបានគិតថាខ្ញុំល្ងងមែនទេរបស់ក្មេងតូចតែសំបីឆ្កែមិនញ៉ាំឲ្យខ្ញុំញ៉ាំមែនឬម៉ាក់អូខ្ញុំស្ដាប់មិនច្រឡំទេមែនឆ្កែនេះនិយាយបានវាហៅអ្នកថាម៉ាក់ទៀតអ្នកទាំងអស់គ្នាគួរឲ្យអស់សំណើចណាស់ឆ្កែនិយាយបានយ៉ាងម៉េចមិនជឿស្ដាប់មើលតន្ត្រីម៉ាក់វាហៅអ្នកថាម៉ាក់មែនមិនគួរឲ្យជឿទេម៉ាក់បង្អែមសារីនេះពិតជាឆ្ងាញ់ណាស់មែនទេមែនឆ្ងាញ់ខ្លាំងហើយញ៉ាំហើយមានអារម្មណ៍ស្រស់ស្រាយឲ្យសៀវស៊ឺភ្លក់មួយម៉ាត់ដែរទៅបងចិនស្វានកុំជឿពួកគេអ្នកមីងលំអៀងទៅរកក្មេងនេះច្បាស់ណាស់
ពាក្យពួកគេជឿបានយ៉ាងម៉េចតែសូម្បីឆ្កែក៏ថាឆ្ងាញ់ដែរគួរឲ្យអស់សំណើចណាស់ឆ្កែដឹងអ្វីថាឆ្ងាញ់តន្ត្រីតែមនុស្សខ្លះអន់ជាងឆ្កែទៅទៀតមានន័យថាម៉េចហ៊ានហៅខ្ញុំថាឆ្កែមែនទេតន្ត្រីកុំខំខ្ញុំចេញទៅចេញដោយសារប្រពន្ធខ្ញុំញ៉ាំម្ហូបចុងភៅសុងបានច្រើនជាងគេខ្ញុំប្រកាសថាជើងឯកការប្រកួតចុងភៅលើកនេះគឺចុងភៅសុងសូមចុងភៅសុងនៅបន្តព្យាបាលជំងឺមិនចង់ញ៉ាំរបស់ប្រពន្ធខ្ញុំអ្នកផ្សេងទៀតអាចត្រឡប់បានមានរឿងអ្វីបង្អែមសារីដែលក្មេងនោះធ្វើលោកជំទាវញ៉ាំអស់មួយចានពេញគ្រាន់តែបង្អែមសារីធម្មតាប៉ុណ្ណោះតើលោកជំទាវអាចញ៉ាំអស់មួយចានបានយ៉ាងម៉េចឯងមើលច្រឡំហើយទេខ្ញុំមិនជឿទេខ្ញុំមិនច្រឡំទេលោកជំទាវពិតជាញ៉ាំអស់មួយចានអ្វីតន្ត្រីរសជាតិនេះដូចអ្វីដែលយ៉ាងធ្វើឲ្យខ្ញុំញ៉ាំកាលពីក្មេងដូចគ្នាទាំងស្រុងតន្ត្រីលោកជំទាវពិតជាញ៉ាំមែនល្អណាស់ក្មេងតូចចាប់ពីថ្ងៃនេះអញជាអ្នកមានគុណរបស់គ្រួសារជាងយើងបើមានការអ្វីនៅឡុងសានគ្រួសារជាងយើងនឹងជួយអស់ពីសមត្ថភាពលោកពូអស់ពីសមត្ថភាពមានន័យថាញ៉ាំបានទេមិនអាចទេអ្នកនិយាយកុហកលោកជំទាវមិនប៉ះម្ហូបយើងផងតើនាងអាចញ៉ាំរបស់ក្មេងនោះបានយ៉ាងម៉េចគ្រាន់តែផ្លែឈើប៉ុណ្ណោះហួសហេតុពេកហើយខ្ញុំមិនមែនចង់ឈ្នះដាច់ខាតទេតែវាគ្រាន់ជាបង្អែមសារីសាមញ្ញមួយចានប៉ុណ្ណោះតាមម្ហូបរបស់យើងសូម្បីតែមិនស្មើបង្អែមសារីធម្មតាមួយចានមែនទេស៊ឺស៊ុយពិតជាញ៉ាំមិនអាចទេត្រូវជាឯងអាមនុស្សអាក្រក់ខុបខិតជាមួយក្មេងនោះបោកយើងមែនទេហានយូសៀនស្ដាប់សំឡេងអ្នកហាក់ដូចជាអ្នកមិនចង់ឲ្យស៊ុយស៊ុយជាសះស្បើយទេមិនមែនទេអ្នកមីងខ្ញុំខ្លាចអ្នកត្រូវពួកគេបោកបញ្ឆោតកញ្ញាហ៊ានបើមិនជឿអាចទៅសួរបានលោកជំទាវញ៉ាំអស់មួយចានពិតហើយថែមទាំងចង់បានមួយចានទៀតសៀវហ៊ូបានទេបានតើបានចាស់ក្លិននេះចុងភៅសុងលោកកាត់អ្វីឆ្ងាញ់ពិតជាអាហារខានស៊ុកម្ហូបនៀកនឹងហងក៏មិនអាចប្រៀបបាននឹងបង្អែមនេះអុយខ្ញុំឈប់មិនបានទេខ្ញុំក៏ចង់ភ្លក់ដែរឲ្យខ្ញុំមកតន្ត្រីក្រអូបណាស់ក្រអូបពេកហើយស្ទើរស្រវឹងក្លិនតន្ត្រីក្រអូបណាស់ក្រអូបពេកហើយស្ទើរស្រវឹងក្លិនតន្ត្រីថ្ងៃនេះមានរឿងអីទៅមិនជឿសាកហិតមើលឲ្យខ្ញុំហិតម្ដងស្រស់ស្រាយណាស់ដូចជាខ្ញុំក្មេងឡើងវិញស្រស់ថ្លាខ្លាំងល្អមែនតាជោឲ្យខ្ញុំហិតម្ដងទៀតទេរងចាំក្លិនចិត្តបាត់ហើយឲ្យខ្ញុំមកចាំបាច់ដល់ថ្នាក់នេះមែនទេមានរឿងអ្វីនរណាពន្យល់បានពន្យល់មកបង្អែមសារីនេះអស្ចារ្យដំឡឹងមែនធ្វើឲ្យចុងភៅជំនាញទាំង3បាត់បង់ការគ្រប់គ្រងខ្លួនមិនមែនត្រឹមបាត់ការគ្រប់គ្រងទេស្ទើរឈួតទៅហើយចុងភៅសុងកំពុងផឹកទឹកស្ករនោះមិនអីទេតែចុងភៅចាងនិងចុងភៅជោក៏ចាប់ផ្ដើមហិតក្លិនដែរជិនឈួនឆាប់ហៅគេមកបញ្ឈប់ពួកគេបានហើយបើអ្នកទាំងអស់គ្នាចង់ញ៉ាំខ្ញុំនឹងធ្វើឲ្យលើកនេះម្នាក់បានមួយចំណែកពិតមែនគ្រប់គ្នាបានញ៉ាំចាស់សំបីឆ្កែក៏មានចំណែកតន្ត្រីឆ្ងាញ់ណាស់ជារសជាតិឋានសួគ៌មិននឹកស្មានថាខ្ញុំធ្វើម្ហូបអស់មួយជីវិតចុងក្រោយចាញ់ក្មេងតូចមិនស្គាល់ឈ្មោះម្នាក់រសជាតិនេះធ្វើឡើងដោយរបៀបណាខ្ញុំក៏ចង់បាន
ឲ្យខ្ញុំផងកុំប្រញាប់គ្រប់គ្នាសុទ្ធតែមានចំណែកខ្ញុំក៏ចង់បានដែរសៀវហ៊ូពូកែណាស់ពិតជាឆ្ងាញ់មែនខ្ញុំមិនញ៉ាំទេមិនញ៉ាំក៏មិនអីយកមួយចានបន្ថែមឲ្យសៀវហ៊ូខ្ញុំសូមប្រកាសថាតន្ត្រីជើងឯកការប្រកួតចុងភៅលើកនេះគឺរងចាំម្ហូបនាងឆ្ងាញ់ហើយម៉េចឲ្យនាងឈ្នះខ្ញុំមិនយល់ព្រមទេអ្នកកាត់អីគោលបំណងពិតនៃការប្រកួតនេះគឺដើម្បីព្យាបាលជំងឺមិនចង់ញ៉ាំរបស់បងស្រីទីសាទោះបង្អែមសារីរបស់នាងឆ្ងាញ់ប៉ុណ្ណាក៏បងស្រីទីសាមិនអាចរស់ដោយញ៉ាំតែផ្លែឈើពេញមួយជីវិតទេនរណាថាខ្ញុំធ្វើបានតែបង្អែមសារីក្មេងតូចក្រៅពីបង្អែមនេះឯងធ្វើអ្វីបានទៀតលោកពូជាងខ្ញុំធ្វើម្ហូបដែលអស្ចារ្យជាងទេពធីតាចុះពីឋានសួគ៌និងនាងខំខ្នំសំណាងបានទៀតនិយាយឥតបានការខ្ញុំនៅក្នុងពិភពចុងភៅរាប់សិបឆ្នាំហើយជឿជាក់ថាម្ហូបរបស់ខ្ញុំគ្មានគូប្រៀបឯងជាក្មេងតូចអាចធ្វើឲ្យឆ្ងាញ់ជាងខ្ញុំឯងពិតជាមិនស្គាល់មេឃខ្ពស់នឹងដេកជ្រៅទេម្ហូបនេះខំរបស់ចុងភៅសុងល្អដូចម្ហូបទេវតាឯងហ៊ានថាអាចធ្វើលើគាត់មិនខ្លាចខំអណ្ដាតខ្លួនឯងទេខ្យល់បក់ទៅព្រោះគាត់មិនចេះធ្វើនាងខំស្នំសំណាងនឹងទេពធីតាចុះពីឋានសួគ៌តាមរូបមន្តពិតមានតែខ្ញុំទើបធ្វើបានរសជាតិដើមពិតប្រាកដតែខ្ញុំប៉ុណ្ណោះក្មេងតូចម្ហូបនាងខំនេះខ្ញុំខិតខំស្រាវជ្រាវអស់ពេល3ឆ្នាំទើបល្អឥតខ្ចោះសម្រាប់ការប្រកួតនេះជាលើកដំបូងដែលខ្ញុំធ្វើជាសាធារណៈឯងហ៊ានថារបស់ខ្ញុំមិនមែនរូបមន្តពិតពីអួតរបស់ឯងបែរជាបកមកប៉ះខ្លួនឯងហើយម្ហូបនេះគឺចុងភៅសូងបង្កើតដោយខ្លួនឯងបែរជាថារបស់ឯងពិតជាងរបស់គាត់អួតមិនគិតសោះមិនខ្លាចគេសាច់ដល់ស្លាប់ទេឯងខ្ញុំមិនកុហកទេខ្ញុំពិតជាអាចធ្វើម្ហូបឋានសួគ៌នឹងពិធីនាខំពិតប្រាកដបានឯងបើម្ហូបឯងឆ្ងាញ់ជាងម្ហូបឋានសួគ៌របស់ខ្ញុំនឹងលុតជង្គង់ឲ្យឯងថាគ្រូចុងភៅចាស់និយាយត្រូវបើឯងធ្វើពិធីនាខំឆ្ងាញ់ជាងចុងភៅសូងខ្ញុំនឹងយកត្រកូលជាងរបស់ឯងហើយបោះត្រកូលសិនចោលខ្ញុំមិនឈ្មោះជាងទៀតទេអ្នកនិយាយហើយណាបាននរណាប្រែពាក្យក្បត់សន្យានឹងដោះពុកធំលើថ្ងាសខ្ញុំកាត់អីហេតុអីមានពុកក្មេងតូចបើឯងធ្វើមិនបានខ្ញុំនឹងឲ្យសមាគមចុងភៅដាក់ឯងក្នុងបញ្ជីខ្មៅអស់មួយជីវិតចាំមើលទៅខ្ញុំនឹងបង្ហាញឲ្យឃើញក្មេងកុហកមាត់ធំនេះមិនខ្លាចពាក្យកុហករបស់ឯងផ្ទុះបកមកលើខ្លួនឯងទេសៀវហ៊ូនិយាយពិតនាងមិនដែលកុហកទេចិនស្វានខ្ញុំជឿថាសៀវហ៊ូអាចធ្វើបានក្មេងតូចបើឯងអាចធ្វើពិធីនាខំនឹងម្ហូបឋានសួគ៌ឆ្ងាញ់ជាងនេះខ្ញុំនឹងយកឯងជាកូនធัวហើយឲ្យរង្វាន់10,000 លានលោកពូជាងកុំបារម្ភខ្ញុំមិនអោយលោកពូខុសចិត្តទេចិនស្វានអ្នកមិនជឿក្មេងនោះពិតមែនទេបានហើយក្មេងតូចសាក់មើលចុះអរគុណលោកពូជាងឲ្យខ្ញុំ3នាទីខ្ញុំនឹងបង្ហាញគ្រប់គ្នាពិធីនាខំនឹងម្ហូបឋានសួគ៌ពិតប្រាកដ3នាទីសូម្បី300នាទីក៏មិនគ្រប់ឯងនឹងធ្វើឲ្យខ្លួនឯងអាម៉ាស់តន្ត្រីនៅមុខអ្នកជំនាញទាំងអស់នេះតន្ត្រីគិតថាពាក់អាវនាគតន្ត្រីហើយអាចធ្វើម្ហូបឋានសួគ៌និងពិធីនាខំបានឬច្បាស់ជាបានយកគ្រឿងផ្សំមកខ្ញុំនឹងបង្ហាញឥឡូវនេះក្មេងតូចបើឯងទទួលស្គាល់ថាឯងកុហកយើងប្រហែលអត់អន់ព្រោះឯងនៅក្មេងតែបើនៅតែរឹងតឹងលោកតាខ្ញុំមិនទាន់ចាប់ផ្ដើមផងហេតុអីប្រញាប់ម្លេះឬមួយខ្លាចខ្ញុំធ្វើបានមែនហើយធ្វើឲ្យលោកអាម៉ាស់មែនទេឯងតាចូលក្មេងកុហកនេះកំពុងរកផ្លូវស្លាប់ហើយអីចឹងកុំបន្ទោសយើងថ្ងៃនេះមានអ្នកល្បីច្រើននៅទីនេះយើងអង្គុយមើលរឿងសប្បាយទៅក្មេងតូចម្ហូបទេពធីតារបស់ខ្ញុំមិនងាយធ្វើទេបើឯងធ្វើមិនបានមែនចាំមើលចុះឯងនឹងក្លាយជារឿងសើចរបស់មនុស្សពេញបន្ទប់ខ្ញុំមិនឲ្យគេសើចទេចាំមើលទៅនេះជាកម្មបិតព្រះច័ន្ទប្រាក់មិនអាចទេនាងមិនមែនជាអ្នកស្នងរបស់មនុស្សនោះទេតន្ត្រី
តន្ត្រីបានហើយម្ហូបទេពធីតារួចហើយពិតជាមានទេពធីតាមែនអស្ចារ្យដូចម្ហូបឋានសួគ៌តន្ត្រីមើលទៅល្អជាងម្ហូបរបស់ចុងភៅជើងចាស់ទៅទៀតមិនអាចទេម្ហូបទេពធីតាមិនមែនធ្វើបែបនេះឡើយនេះคล้ายទេនេះទើបជាម្ហូបទេពធីតាពិតក្លិនពិសេសណាស់ក្លិននេះពិតជាក្មេងជនបទដូចនាងអាចធ្វើអ្វីដែរអស្ចារ្យដំឡើងបានមិនជឿសាកភ្លក់មួយម៉ាត់នឹងដឹងហើយខ្ញុំជឿសៀវហ៊ូមើលតែភ្នែកក៏ដឹងថាឆ្ងាញ់អ្នកមីងកុំញ៉ាំម្ហូបក្មេងនោះមិនអាចញ៉ាំបានទេខ្ញុំមិនខ្លាចទេខ្ញុំភ្លក់មុនអ្នកមីងកុំញ៉ាំម្ហូបក្មេងនោះមិនអាចញ៉ាំបានទេខ្ញុំមិនខ្លាចទេខ្ញុំភ្លក់មុនឆ្ងាញ់ណាស់តន្ត្រីពិតជាឆ្ងាញ់មែនអ្នកទាំងអស់គ្នាគ្រាន់តែសម្ដែងមែនទេឲ្យខ្ញុំមើលថាអាក្រក់ប៉ុណ្ណាតន្ត្រីខ្ញុំមិនជឿទេអ្នកទាំងអស់គ្នាកំពុងសម្ដែងខ្ញុំនឹងភ្លក់ផ្ទាល់មើលថាអាក្រក់ប៉ុណ្ណាតើអាចទៅរួចយ៉ាងម៉េចហេតុអ្វីឆ្ងាញ់ដល់ម្លឹងហេតុអីអ្នកក៏ជួយសម្ដែងដែរវាឆ្ងាញ់ពិតបើមិនជឿសាកភ្លក់ខ្លួនឯងខ្ញុំមិនញ៉ាំទេខ្ញុំមិនប៉ះម្ហូបរបស់ក្មេងព្រៃនោះឡើយលោកតាខ្ញុំធ្វើបានហើយចាំការភ្នាល់យើងបានទេខ្ញុំគ្រាន់តែមិនយល់ថាក្មេងតូចដូចឯងអាចធ្វើម្ហូបទេពធីតាឆ្ងាញ់បែបនេះសំបីលើសរបស់ខ្ញុំចង់ដឹងមូលហេតុទេបើចង់ដឹងលុតជង្គង់ធ្វើជាសិស្សខ្ញុំមកជាងស៊ីហ៊ូលោកតាចូលជាកំពូលចុងភៅដែលគេគោរពឯងហ៊ូហែកពេកហើយប៉ាថាបរោះពិតនិយាយហើយត្រូវធ្វើគាត់និយាយផ្ទាល់មិនអាចបែពាក្យទេមែនទេខ្ញុំមិនបែពាក្យទេគ្រាន់តែអ្វីឯងមិនបានថាអាចធ្វើពិធីនីខំពិតទេបើឯងធ្វើបានឆ្ងាញ់ជាងម្ហូបរបស់ចុងភៅសុងខ្ញុំនឹងធ្វើជាសិស្សឯងក្មេងតូចម្ហូបនីខំរបស់ខ្ញុំមិនងាយធ្វើទេកុំគិតថាគ្រាន់តែធ្វើម្ហូបទេពធីតាបានហើយអាចមកប្រកួតនឹងម្ហូបនីខំរបស់ខ្ញុំក្មេងល្បិចនេះធ្វើម្ហូបទេពធីតាបានក៏មិនធ្លាប់ពើរួចទៅហើយតើនាងអាចធ្វើម្ហូបពិសេសរបស់ចុងភៅសុងបានយ៉ាងម៉េចទោះនាងធ្វើចេញរសជាតិក៏ខុសឆ្ងាយជាក់ជាមិនខានអ្នកទាំងអស់គ្នារឹងរូសមែនបានថ្ងៃនេះខ្ញុំនឹងធ្វើពិធីនីខំពិតប្រាកដឲ្យមើលល្អយកគ្រឿងផ្សំមកក្មេងតូចនេះតន្ត្រីបងជិនឈួនសំបីម្ហូបនីខំរបស់ចុងភៅសុងបងស្រីស៊ឺស៊ុយញ៉ាំតែពីរម៉ាត់អ្នកមិនគិតថាក្មេងនេះល្អជាងចុងភៅសុងមែនទេតារាបណាមានសង្ឃឹមបន្តិចខ្ញុំមិនបោះបង់ទេជំនាញកំបិតនោះតន្ត្រីនាងឆ្លាក់នាងពីមើមឆៃថាវបានទៀតអស្ចារ្យណាស់ពិតជាអស្ចារ្យការគ្រប់គ្រងភ្លើងរបស់នាងដល់កម្រិតកំពូលសៀវហ៊ូពិតជាមិនធម្មតាក្មេងតូចឯងមានទេពកោសល្យមែនតែគ្រាន់តែចម្លងសម្បកក្រៅប៉ុណ្ណោះឯងមិនយកខ្លឹមសារពិតនៃម្ហូបនីខំរបស់ខ្ញុំទេខ្ញុំមិនបានរៀនពីលោកទេនេះទើបជាពិធីនីខំពិតមើលទៅដូចមែនតែខ្លាចថាស្អាតតែរូបគ្មានរសជាតិមែនហើយប្រហែលមើលទៅស្អាតតែខាងក្នុងទេអ្នកទាំងអស់គ្នារឹងរូសមែនបានថ្ងៃនេះខ្ញុំនឹងបង្ហាញថាពិធីនីខំពិតមានរសជាតិយ៉ាងណាតន្ត្រីក្លិនក្រអូបនេះអស្ចារ្យណាស់ល្អជាងអ្វីដែលចុងភៅស៊ីធ្វើមុននេះ100 ដងមែនហើយក្រអូបខ្លាំងហើយពិសេសទៀតតន្ត្រីខ្ញុំជឿថារបស់សៀវហ៊ូទើបជាពិធីនីខំពិតខ្ញុំក៏គិតថាបដិខ្ញុំធ្លាប់គិតថាអញជាទេពកោសល្យព្រោះអាចធ្វើម្ហូបទេពធីតាតែមិននឹកស្មានថាឯងអាចធ្វើពិធីនីខំដ៏ល្អឥតខ្ចោះនេះបានឯ
ឯងជាទេពកោសល្យក្នុងចំណោមទេពកោសល្យអ្នករាល់គ្នាចាត់ម្ហូបក្មេងនេះដូចកំណប់តែនាងមិនអាចធ្វើពិធីនាខំពិតបានទេនេះប្រកាសជាคล้ายក្មេងតូចខ្ញុំឃើញថាឯងមានសមត្ថភាពមែនឯងពោមធ្វើជាសិស្សខ្ញុំទេលោកនៅមិនទាន់មានសមត្ថភាពគ្រប់ទេក្មេងតូចគាត់ជាជើងឯកការប្រកួតចុងភៅ3ឆ្នាំជាប់គ្នាគាត់ព្រមយកឯងជាសិស្សគឺជាសំណាងពីជាតិមុនឆាប់លោកជង្គង់អរគុណគាត់ខ្ញុំថាគាត់មិនសមគឺមិនសមអញពិតជាមិនស្គាល់ល្អអាក្រក់ពិតមាត់ខ្ញុំគ្រាន់តែលេងសើចជាមួយនាងបើនាងមិនចង់ក៏ទុកទៅទោះនាងមានទេពកោសល្យធ្វើម្ហូបតែគ្មានគ្រូណែនាំនិងបង្ហាត់ម្ហូបនេះខំដែលនាងធ្វើប្រហែលមិនឆ្ងាញ់ទេសាកភ្លក់ទៅនឹងដឹងឆាប់ឡើងខ្ញុំក៏ចង់ភ្លក់ទេលើកនេះខ្ញុំត្រូវភ្លក់មុនគេឲ្យបានអ្នកណាក៏គុំដណ្ដើមខ្ញុំជាអ្នកភ្លក់មុនតន្ត្រីយ៉ាងម៉េចហើយម៉ាក់ឆ្ងាញ់ទេច្បាស់ជាមិនឆ្ងាញ់ទេវិធីរបស់នាងមិនធ្លាប់មិនធ្លាប់មាននិងមិនធ្លាប់ឃើញក្មេងតូចរបស់ដែលឯងធ្វើមិនមែនពិធីនាខំដើមទេរសជាតិច្បាស់ជាខុសឆ្ងាយទេឆ្ងាញ់ពេកហើយនេះមិនមែនគ្រាន់ជាអាហារឆ្ងាញ់របស់មនុស្សទេតែជាម្ហូបដែលមានតែទេវតាប៉ុណ្ណោះបានភ្លក់ឲ្យខ្ញុំភ្លក់ផងពិតជាឆ្ងាញ់មែនខ្ញុំចង់ញ៉ាំឆាប់ឆ្ងាញ់ណាស់ឆ្ងាញ់ដល់ថ្នាក់ដូចកំពុងហោះតន្ត្រីនេះជាអាហារឆ្ងាញ់បំផុតក្នុងโลกមនុស្សខ្ញុំធ្វើចុងភៅជាច្រើនឆ្នាំមិនដែលភ្លក់រសជាតិអស្ចារ្យបែបនេះទេលោកគ្រូសូមមេត្តាទទួលខ្ញុំជាសិស្សផងអ្វីលោកជាចុងភៅដ៏អស្ចារ្យបែរជាលោកជង្គង់មុខក្មេងព្រៃអាម៉ាស់ណាស់មែនព្រោះម្ហូបនាងឆ្ងាញ់ពេកនាងជាកម្ពុជាចុងភៅនៃពិភpomហូបលោកចូលឈរឡើងសិនលោកជាកម្ពុជាចុងភៅតែបែរជាលោកជង្គង់មុខក្មេងព្រៃវាបាត់គិតយកពេកទេនាងសំនឹងទទួលការលូតជង្គង់នេះខ្ញុំធ្លាប់ឃើញមនុស្សអន់តែមិនធ្លាប់ឃើញអ្នកអន់ដូចនេះទេបើអញបានភ្លក់ម្ហូបនេះខំនាងឯងនឹងមិននិយាយបែបនេះទេវាឆ្ងាញ់ដូចម្ហូបឋានសួគ៌បានខ្ញុំនឹងលើកលែងភ្លក់ម្ដងមើលថាអាក្រក់ប៉ុណ្ណាកុំភ្លក់អស់ពេលឥតប្រយោជន៍សំបីលោកចុងភៅសុងលោកចូលឈរឡើងមកលោកលុតជង្គង់មុខក្មេងតូចនៅមុខមនុស្សច្រើនបែបនេះខូចកេរ្តិ៍ឈ្មោះណាស់ទេបើនាងមិនទទួលខ្ញុំជាសិស្សខ្ញុំមិនឈរឡើងទេបានខ្ញុំព្រមទទួលលោកអរគុណលោកគ្រូហ៊ានណាស់ក្មេងតូចដូចឯងហ៊ានទទួលកម្ពុជាចុងភៅជាសិស្សតែគាត់លុតជង្គង់សុំធ្វើជាសិស្សខ្ញុំខ្លួនឯងគ្រាន់តែគាត់លុតជង្គង់ឯងសុំធ្វើគ្រូមិនមើលខ្លួនឯងក្នុងកញ្ចក់ផងសោះឯងបិទមាត់ខ្ញុំស្ម័គ្រចិត្តហើយនាងមានសមត្ថភាពគ្រប់គ្រាន់លោកប្រកាសថាចង់គោរពខ្ញុំជាគ្រូមែនទេគិតច្បាស់ហើយខ្ញុំមិនបានបង្ខំលោកទេខ្ញុំគិតច្បាស់ហើយខ្ញុំស្ម័គ្រចិត្តគោរពឯងជាគ្រូសៀវហួរទេលោកគ្រូខ្ញុំស្ម័គ្រចិត្តធ្វើជាសិស្សលោកគ្រូនេះជារឿងធំមិនធ្លាប់មានមិននឹកស្មានថាកម្ពុជាចុងភៅបែរជាគោរពក្មេងតូចជាគ្រូតំណាងចុងភៅល្បីទាំង4ម្នាក់បានស្ម័គ្រចិត្តគោរពនាងជាគ្រូក្មេងស្រីដែលគ្មាននរណាស្គាល់ខ្លាយជាគ្រូរបស់កម្ពុជាចុងភៅព័ត៌មានធំណាស់ល្អណាស់ក្មេងតូចខ្ញុំប្រកាសថាឯងជាជើងឯកការប្រកួតចុងភៅនេះខ្ញុំនឹងឲ្យបន្ថែម 10,000 លានបើឯងអាចព្យាបាលជំងឺមិនចង់ញ៉ាំរបស់ប្រពន្ធខ្ញុំនឹងផ្ទេរភាគហ៊ុនក្រុមហ៊ុនឯងផងរងចាំបងថ្លៃតែសម្រេចចិត្តលឿនពេកទេក្មេងព្រៃនេះគ្រាន់តែលក់បាយឆាតើអាចប្រគល់ជីវិតបងស្រីខ្ញុំឲ្យនាងបានយ៉ាងម៉េចមែនហើយបងចិនស្វានស៊ីវឈីងនិយាយទៅនាងគ្រាន់តែចម្លងតាមរូបរាងប៉ុណ្ណោះវាមិនបញ្ជាក់ថានាងអាចព្យាបាលជំងឺមិនចង់ញ៉ាំរបស់បងស្រីស៊ឺស៊ុយបានទេក្មេងតូចខ្ញុំទទួលស្គាល់ថាម្ហូបរបស់ឯងមានស្នាដៃល្អណាស់ខ្ញុំឲ្យ9ពិន្ទុចុងភៅសុងព្រមទទួលស្គាល់ថាចាញ់វាមិនមែនជារឿងអាម៉ាស់ទេលោកគ្រូតន្ត្រីឥឡូវអាចប្រាប់ខ្ញុំបានទេថាហេតុអ្វីរសជាតិដូចគ្នាម្ហូបទេពធីតានិងពិធីនីខំតែលោកគ្រូធ្វើល្អជាងរបស់យើងនិងឆ្ងាញ់ជាងខ្លាំងចង់ដឹងមែនទេចាស់ក្លិននិងរសជាតិរបស់ខ្ញុំមុតជាងមនុស្សធម្មតា100 ដងហេតុនេះហើយអ្នកទាំងអស់គ្នាមិនអាចឈានដល់រសជាតិកម្ពុជាតែខ្ញុំអាច
តាអញជាអ្នកភ្លក់ម្ហូបច្រមុះប្រាក់ក្នុងរឿងព្រេងមែនទេអ្នកភ្លក់ច្រមុះប្រាក់ជាអ្វីច្រមុះប្រាក់មានន័យថាមានខៀនវិញ្ញាណពិសេសខ្លាំងអាចសម្គាល់ក្លិនលំអិតដែលអ្នកដទៃមិនដឹងហើយក៏អាចបែងចែករសជាតិជ្រាលជ្រៅក្នុងម្ហូបបើគ្មានរសវិញ្ញាណដូចទេវតានេះគ្មាននរណាអាចធ្វើរូបមន្តកំពូលនៃពិធីនាខំឬម្ហូបខាន់សុខបានល្អឥតខ្ចោះទេពិតជាមានមនុស្សបែបនេះមែនមានកាលពីច្រើនឆ្នាំមុនក្នុងពិភពម្ហូបមានទេពកោសល្យម្នាក់លេចឡើងគឺទេពធីតាចុងភៅរបាំងប្រាក់នាងជាទេពធីតាចុងភៅរបាំងប្រាក់មែននាងជាចុងភៅតែម្នាក់ដែលធ្លាប់ឈ្នះខ្ញុំជាស្ត្រីម្នាក់ការប្រកួតតែមួយនោះធ្វើឲ្យខ្ញុំចូលនិវត្តន៍ពីពិភពចុងភៅអាជីពមិននឹកស្មានថាមានប្រវត្តិបែបនេះកាលនោះទោះនាងមិនបានបញ្ចប់ពិធីនាខំក៏នាងបានបន្សល់កាំបិតព្រះច័ន្ទប្រាក់និងជំនាញកាំបិតតែខ្ញុំមិនអាចបំភ្លេចម្ហូបការីកណ្ដាលរាត្រីនិងបង្អែមសុបិនក្រោយវាំងនន់មានរសជាតិដូចទេវតាតែនៅតែជាប់ក្នុងចិត្តខ្ញុំអស្ចារ្យដល់ថ្នាក់នោះមែនច្បាស់ណាស់ម្ហូបរបស់នាងដូចខ្យល់ត្រជាក់ក្នុងរាត្រីរដូវក្តៅនិងពន្លឺថ្ងៃក្តៅក្នុងរដូវរងាតែផ្ដល់សេចក្តីសុខដល់ព្រលឹងមើលទៅស្នាដៃនាងមិនមែនត្រឹមម្ហូបតែជាថ្នាំព្យាបាលផ្លូវចិត្តបើនាងនៅទីនេះនាងច្បាស់ជាព្យាបាលជំងឺលោកជំទាវបានរកទេពធីតានោះមកខ្ញុំស្វែងរកពេញទីក្រុងនេះតែគ្មានដំណឹងបើរកឃើញបងស្រីខ្ញុំជាសះស្បើយយូរហើយក្មេងតូចអញមានទំនាក់ទំនងអ្វីជាមួយទេពធីតាចុងភៅខ្ញុំមិនដែលឮឈ្មោះទេមិនអាចទេបើមិនអីចឹងហេតុអីឯងមានកាំបិតផ្ទាល់របស់នាងច្បាស់ជានាងលួចមកកុហកប៉ាខ្ញុំឲ្យកាំបិតនេះប៉ែងគួរឲ្យអស់សំណើចអ្នកលក់បាយឆានោះមិនអាចមានកំណប់បែបនេះទេកាំបិតរបស់ចុងភៅរបាំងប្រាក់ឯងច្បាស់ជាលួចមកក្មេងតូចឥឡូវខ្ញុំសង្ស័យថាឯងមិនត្រឹមតែលួចកាំបិតរបស់នាងទេចុងភៅសងលោកមានន័យថាម៉េចក្មេងនេះហ៊ានលួចកាំបិតចុងភៅរបាំងប្រាក់ដូច្នេះជំនាញចុងភៅដ៏អស្ចារ្យរបស់នាងក៏ច្បាស់ជាលួចពីនាងដែរអ្វីនាងពិតជាលួចមែនមិនចម្លែកទេតែនាងធ្វើពិធីនាខំនិងមហូបទេពធីតាបានល្អជាងមុនខ្ញុំមិនបានលួចទេបើឯងមិនលួចវិធីធ្វើតើឯងធ្វើមហូបនាខំនិងមហូបទេពធីតាបានយ៉ាងម៉េចខ្ញុំឆ្លើយមិនបានព្រោះមានទោសក្នុងចិត្តឯងច្បាស់ជាលួចមនុស្សដែលលួចក្បួនមហូបសំត្រូវកាត់សរសៃដៃហើយហាមជាអចិន្ត្រៃយ៍ពីសមាគមចុងភៅក្មេងតូចខ្ញុំមិនខ្វល់ថាឯងលួចឬអត់ទេគ្រាន់តែប្រាប់ទីតាំងចុងភៅរបាំងប្រាក់មកខ្ញុំនឹងលើកលែងឯងបើមិនប្រាប់ខ្ញុំនឹងកាត់សរសៃដៃឯងថោកទាបណាស់អាយុតូចបែបនេះបែរជាលួចពីចុងភៅរបាំងប្រាក់អ្នកកំពុងនិយាយអ្វីបងស្រីចៅមើលនេះថ្ងៃនេះក្នុងការប្រកួតចុងភៅរបស់ភោជនីយដ្ឋានយើងក្មេងម្នាក់ធ្វើពិធីនាខំនិងមហូបទេពធីតាបានតែនាងលួចពីចុងភៅរបាំងប្រាក់នរណាថានាងលួចឆាប់កាត់សរសៃដៃខ្លួនឯងទៅនាងមិនបានលួចទេតន្ត្រីចុងភៅរបាំងប្រាក់នេះជាអ្វីគួរឲ្យខ្ពើមណាស់លោកគ្រូហេតុអីមកទីនេះហើមកុំខ្លាចសៀវហ៊ូមានគ្រូនៅទីនេះពួកគេមិនហ៊ានប៉ាឯងទេអ្នកជានរណាហេតុអីថានាងមិនបានលួចព្រោះខ្ញុំជាចុងភៅរបាំងប្រាក់អ្វីលោកគ្រូដូច្នេះលោកគ្រូគឺជាចុងភៅរបាំងប្រាក់ក្នុងរឿងព្រេងមិននឹកស្មានថាចុងភៅរបាំងប្រាក់តែបាត់ខ្លួនយូរបង្ហាញខ្លួននៅវាមានរសជាតិលោកីនេះជាព័ត៌មានដ៏ក្រើកបើនាងជាចុងភៅរបាំងប្រាក់ពិតនាងច្បាស់ជាព្យាបាលជំងឺមិនចង់ញ៉ាំរបស់លោកជំទាវបានចុងភៅរបាំងប្រាក់អស្ចារ្យដល់ម្លឹងមែនច្បាស់ណាស់កាលពីមុនគ្រាន់តែម្ហូបធម្មតាមួយចានរបស់ចុងភៅរបាំងប្រាក់ក៏ធ្វើឲ្យស្ដេចសរសើរមែននៅអាយុត្រឹម16ឆ្នាំដោយម្ហូបដ៏អស្ចារ្យមួយចានផ្ការីកណ្ដាលរដូវក្តៅនាងឈ្នះពិភពចុងភៅទាំងមូលចុងភៅធំជាច្រើនចាត់នាងជាគំរូអាយុ25នាងបង្កើតសុបិនក្រោយវាំងនិនជាម្ហូបដែលគួរឲ្យនឹករលឹកនិងជាប់ក្នុងព្រលឹងជារៀងរហូតហើយคล้ายជា
Tiếp trong phơ cai pram buồn. Tiếp trong phơ rồ băng prạ sông mệt tả. Chui pia ba propon khnyom phong. Châu tinh swan tia bay cầm pông rồng chăm. Oi nẹ tờ liêng chan hạt ấy. Pẹ rồ băng đa tờ mọc. Nẹ liêng chan. Ở vậy tiếp trong phơ rồ băng prạ đó là bảy. Bất chi thơ ca. Chỉ nẹ liêng chan nơi thiên xì lấu. Cùng oi niêng bọc ban niêng kron chìa. Nẹ liêng chan ta ai chìa. Tiếp trong phơ knông rương prênh đẹp lọp. Cúp krong bị phục hộp ban dạng mấy. Ở vậy. Nẹ liêng chan. Lên sai chỉ mùi dương mèn tế. Nẹ liêng chan mà nẹ. Pẹ rồ băng prạ hai klein khuôn chìa. Tiếp trong phơ rồ băng prạ. Kết thai dương là ngon mèn tế. Mèn hai. Nẹ bất chi hiền nà. Hiên klein khuôn chìa. Tiếp trong phơ rồ băng prạ nẹ na bó niêng chênh. Dần trai. Dần trai. Rút nhông bất chìa. Tiếp trong phơ rồ băng prạ nẹ đó rồ băng hai hàng thả chìa. Tiếp trong phơ rồ băng prạ tà. Bệnh chìa ba nhàng mấy. Riếp trong krương xóm nhông nâng bệnh chìa. Oi nẹ tiếng óc ni khơi. Nẹ bất chìa ai bệnh chìa thả chìa. Tiếp trong phơ rồ băng prạ mén. Dần trai. Cơ bạch ni. Khlen ni. Ni. Ní cứ cari cần đào rồi đầu cả đào. Ní cứ sổ bấn croi viang ngừng. Rong cham. Mà hộp ní chú mùa với. Ní chỉ mà hộp thmây đẹp nhóm bằng cạch. Chú mù sa một trây crao mịt cài. Sa một trây crao mịt cài. Cha. Chlat vậy nè. Tê mình ai tê niên kron chỉ nẹ liền chàn. Tai ách bằng cạch mà hộp tiêu tá. Mà hộp rồi bỏ nẹ. Pro hai sát tài ru chiết à crọ mền tế. Ru chiết yang mấy plụ tờ. Nâng đâng. Lõ nhóm nâng chỉ nẹ. Plụ môn kê. Ru chiết yang mấy. Chanh. Chanh bật. Ở nhóm plụ phong. Dần trai. Ní hai chỉ ru chiết nu. Trở lọc giúp trâu sầu vâng đời cái đây rì. Sầu vâng rồi hốt plek plơ tập tè. Cha nè. Dần trai. Chanh nè. Chanh khlang mền tên. Niêng bất chìa. Tiếp trong phơ rồ băng prạ. Cú ở đai niêng bạch luôn. Pi phộp trong phơ đời khmien mù là hạt. Mà phây năm một ní khmien đầm nắng so. Ngày ní ban plụ sna đai têu tà. Rồi bó niêng mà đòn tiệt. Nhóm khmien ở với style tiệt tề. Ní chỉ còn nát đai tiếp trong phơ. Rồi băng prạ ban prạ. Cỏ ốp na ní rồi bó nhóm ở nhóm. Ở nhóm mọc. Lọ na tí bầm phọt rô khơi tiếp trong phở rồi băng prạ hai chùm ngư sư sôi. Miên sân khâm hai à trông chạp làng. Nóm bong srei anh mọc cha. Bong khai. Nhóm tề lờ. Dần trai. Tiếp trong phở băng prạ sông chui chì bà. Chùm ngư mình trong nham rồi bó propon khnyom. Đầm lai pôn man có khnyom prom. Ở vậy kết tha lôi rồi bó khnyom chiang chin chuồn. Mình cướp men tế, mình men. Bánh hà lôi tê. Pru chùm ngư propon nẹ bất chìa. Cát pi rồi bu plơ chật. Mà hốc nhanh ai xâm ra rốc sinh nhà. Ban tay bần đó hạ son mình ai. Khi ba lực côi bàn tê tu nẹ chìa. Tiếp trong phở rồi băng prạ có đói. Túc nhông chỉ tiếp trong phở rồi băng prạ. Có khmien âm nài tê lúc tra tài. Lúc tra tài vậy. Lúc tra tài. Dương rô côn srei khnyom khơi. Ta dương ai rô niêng này ná. Công bà rõm bong srei sát.
ឲ្យសៀវហ៊ូព្យាបាលជំងឺមិនចង់ញ៉ាំរបស់បងសៀវហ៊ូមានច្រមុះទេវតានឹងក្រពះរសជាតិផ្អែមខ្ញុំច្បាស់ជាព្យាបាលបងបានក្មេងតូចនិយាយឥតបានការសំបីទេពចុងភើរបាំងប្រាក់ក៏ព្យាបាលលោកជំទាវមិនបានតើឯងអាចធ្វើអ្វីលុះត្រាតែឯងជាកូនស្រីរបស់លោកជំទាវតែបាត់ខ្លួន5ឆ្នាំមុនត្រូវហើយសៀវហ៊ូមុននេះឯងថាឯងមានច្រមុះទេវតានឹងក្រពះរសជាតិផ្អែមឆាប់ហិតមើលថាក្នុងនេះមានអ្វីមានម្រេចស៊ីឈួនមានផ្កាច័ន្ទនិងឡងទេមានឬឈូកនិងត្រាវផងត្រូវទាំងអស់ឥឡូវភ្លក់នេះក្នុងនេះមានគ្រឿងផ្សំអ្វីខ្លះតន្ត្រីមានផ្កាអូស្មန်ថូសផ្សិតលីងជឺដំឡូងចិនសណ្ដែកបាយនិងឆៃថាវនាននៅក្នុងនេះមែនទេមានម្រេចស៊ីឈួនមានផ្កាច័ន្ទនិងឡងហើយមានអ្វីទៀតមានឫសឈូកនិងត្រាវផងត្រូវទាំងអស់នានឥឡូវភ្លក់នេះមើលថាក្នុងនេះមានអ្វីមានផ្កាអូស្មန်ថូសផ្សិតលីងជឺដំឡូងចិនសណ្ដែកបាយនិងឆៃថាវត្រូវទាំងអស់ទៀតនាងយ៉ានរបស់ម៉ាក់ពូកែណាស់សៀវហ៊ូហេតុអីឲ្យនាងហិតរបស់ទាំងនេះសៀវហ៊ូគឺកូនស្រីយើងនាងយ៉ានសៀវហ៊ូកូនស្រីយើងបានស្លាប់ក្នុងភ្លើងនោះហើយតើនាងនៅរស់បានយ៉ាងម៉េចអ្នកនិយាយពីអគិភ័យនៅភោជនីយដ្ឋានជិនសៀនកាលពី5ឆ្នាំមុនមែនទេអគិភ័យនោះមែនអគិភ័យនោះបានឆក់យកកូនស្រីរបស់ខ្ញុំទៅតែចុងភើរបាំងប្រាក់ដឹងអំពីរឿងនេះទេឆ្នាំនោះខ្ញុំនៅទីនោះហើយបានជួយនាងអ្វីសៀវហ៊ូក៏នៅទីនោះដែរមែនពេលនោះនាងសន្លប់ហើយខ្ញុំប្រថុយជីវិតជួយនាងរួចប្រគល់ឲ្យបងប្អូនជីដូនមួយខ្ញុំចិញ្ចឹមក្រោយមកខ្ញុំឃើញនាងមានទេពកោសល្យធ្វើម្ហូបដូច្នេះខ្ញុំបង្រៀនជំនាញទាំងអស់ឲ្យនាងមែនសៀវហ៊ូគឺកូនស្រីខ្ញុំនាងយ៉ានជីងឈួនបងស្រីបងថ្លៃកុំឲ្យគេបោកបានរឿងនេះមិនទាន់ស៊ើបច្បាស់ទេចុងភើរបាំងប្រាក់អ្នកនិយាយការពិតមែនទេមែនពិត100%ជីនឈួនវាល្អណាស់តន្ត្រីខ្ញុំរកឃើញកូនស្រីបង្កើតហើយសៀវហ៊ូអ្នកទាំងពីរជាម៉ាក់និងប៉ាពិតរបស់ខ្ញុំមែនតន្ត្រីសៀវហ៊ូល្អណាស់ឥឡូវសៀវហ៊ូក៏មានម៉ាក់និងប៉ាពិតហើយសៀវហ៊ូទាំងអស់ជាកំហុសឯងអាគ្មានចង្រៃបើគ្មានឯងទីស៊ឺនឹងស្លាប់បើគ្មានឯងខ្ញុំអាចបានបងជីនឈួនជាងសៀវហ៊ូបងជីនឈួនបងស្រីទីស៊ឺឥឡូវសុខភាពយ៉ាងម៉េចហើយអរគុណសៀវហ៊ូឥឡូវស្ទើរតែជាសះស្បើយទាំងស្រុងពិតមែនអូត្រូវហើយហេតុអីមិនឃើញសៀវហ៊ូនាងរវល់នៅផ្ទះបាយបងជីនឈួនអ្នកធ្វេសប្រហែសពេកសៀវហ៊ូនៅតែជាក្មេងប្រហែលខ្ញុំនឹងទៅផ្ទះបាយរកនាងបានមុននេះមានការយល់ច្រឡំអ្នកមីងយល់ច្រឡំលើឯងអាចឲ្យអ្នកមីងមានឱកាសកែខ្លួនបានទេកញ្ជ្រោងមកសួរសុខទុក្ខមន់ច្បាស់ជាមានបំណងអាក្រក់សៀវហ៊ូអ្នកមីងដឹងខុសពិតមែនអត់ទោសឲ្យអ្នកមីងម្ដងបានទេអ្នកចង់ធ្វើអ្វីឲ្យប្រាកដឲ្យអ្នកមីងយកបង្អែមសារ៉េមួយចាននេះទៅឲ្យបងស្រីទីស៊ឺញ៉ាំបានទេមិនបានបើអ្នកដាក់ថ្នាំពុលម៉ាក់មិនត្រូវអ្នកសម្លាប់ទេ
ទេខ្ញុំជាមិត្តល្អរបស់ម៉ាក់ឯងតើខ្ញុំអាចសម្លាប់នាងបានយ៉ាងម៉េចស្ដាប់ទៅក៏មានហេតុផលអេចឹងយកទៅឲ្យម៉ាក់ចុះចុងក្រោយនាងគ្រាន់តែជាក្មេងតូចប៉ុណ្ណោះងាយបោកមែនខ្ញុំនឹងយកទៅឲ្យម៉ាក់ខ្លួនឯងអាក្មេងចង្រៃនេះពិបាកដោះស្រាយមែនសៀវហ៊ូឆាប់មកទីនេះម៉ាក់ខ្ញុំធ្វើបង្អែមសារីឲ្យម៉ាក់សៀវហ៊ូកូនយកចិត្តទុកដាក់ណាស់ម៉ាក់ឲ្យខ្ញុំបញ្ចុកបានឆ្ងាញ់ណាស់ម៉ាក់ថ្ងៃនេះខ្ញុំធ្វើម្ហូបពេញតោប៉ានិងលោកយាយក៏ញ៉ាំដែរម៉ាក់ចុះទៅញ៉ាំជាមួយពួកយើងទេបានកូនសម្លាញ់មកទីនេះឲ្យម៉ាក់អប់បន្តិចកូនស្រីរបស់ម៉ាក់វ៉ាសៀវហ៊ូមន់កុងប៉ៅនេះកូនធ្វើមែនទេហើយថ្លើមខ្ងាញ់ឆានេះត្រីសមុទ្រចំហុយមាន់និងទំពាំងនេះផងនំដៃព្រះនិងសាច់ជ្រូកពំមាសកូនធ្វើទាំងអស់មែនសៀវហ៊ូរបស់យើងពូកែណាស់ហេតុអីកូនចេះច្រើនបែបនេះម៉ាក់ប៉ាលោកយាយសាក់ភ្លុកមើលថាឆ្ងាញ់ទេបានឆ្ងាញ់ណាស់ឆាប់ភ្លុកមើលពិតជាឆ្ងាញ់ខ្លាំងសៀវហ៊ូកូនចេះធ្វើត្រីសមុទ្រចំហុយផងច្បាស់ជាចេះខ្ញុំចេះម្ហូបច្រើនណាស់នេះគ្រាន់តែមួយមុខប៉ុណ្ណោះប៉ាសុំទោសឆ្ងាញ់ទេមិននឹកស្មានថាសៀវហ៊ូជាចុងភៅពូកែបែបនេះមុននេះប៉ាធ្លាប់តឹងរឹងជាមួយកូនមិនខឹងប៉ាទេមែនទេសៀវហ៊ូមិនខឹងប៉ាទេឲ្យតែប៉ាចូលចិត្តម្ហូបដែរសៀវហ៊ូធ្វើសៀវហ៊ូបាយចិត្តហើយល្អបងថ្លៃអាឈានបងស្រីឯងនៅណាជំងឺមិនចង់ញ៉ាំរបស់នាងស្ទើរជាហើយខ្ញុំក្រុងត្រឡប់ទៅថ្ងៃស្អែកដើម្បីគ្រប់គ្រងក្រុមហ៊ុនវិញយកឲ្យបងថ្លៃខ្ញុំនឹងរៀបចំហើយប៉ាថ្ងៃស្អែកជាថ្ងៃកំណើតសៀវហ៊ូប៉ាមិននៅអបអរជាមួយសៀវហ៊ូទេត្រូវហើយថ្ងៃស្អែកជាថ្ងៃកំណើតសៀវហ៊ូកុំបារម្ភប៉ាច្បាស់ជាអបអរជាមួយកូនរងចាំបងថ្លៃអ្នកមិនបានថាថ្ងៃស្អែកត្រូវទៅគ្រប់គ្រងក្រុមហ៊ុនទេការងារក្រុមហ៊ុនមិនសំខាន់ជាងថ្ងៃកំណើតសៀវហ៊ូទេត្រូវជូនដំណឹងគ្រួសារជាងទាំងអស់ឲ្យមកអបអរថ្ងៃកំណើតសៀវហ៊ូស្អែកអូមានរឿងមួយទៀតចាប់ពីថ្ងៃស្អែកជូនដំណឹងបុគ្គលិកទាំងអស់ថាមានអាំងប៉ាវនិងពិធីជប់លៀងធំអ្វីតន្ត្រីរងចាំប៉ាបងថ្លៃអ្នកទៅណាទៅទិញកាដូថ្ងៃកំណើតឲ្យសៀវហ៊ូប៉ាល្អចំពោះសៀវហ៊ូណាស់សៀវហ៊ូសប្បាយចិត្តខ្លាំងតើសៀវហ៊ូនេះពិតជាកូនបង្កើតរបស់បងស្រីខ្ញុំមែនទេសៀវហ៊ូចូលចិត្តកាដូថ្ងៃកំណើតតែប៉ាទិញឲ្យទេវាជា Black Mike Wukong សៀវហ៊ូចូលចិត្តណាស់កូនចូលចិត្តអ្វីទៀតប៉ានឹងទិញខ្ញុំចង់បានទូរស័ព្ទមួយទូរស័ព្ទចាំប៉ាទិញពេលក្រោយសៀវហ៊ូម៉ាក់ទិញរោគថ្មីនិងសូកូឡាមួយប្រអប់ឲ្យកូនចូលចិត្តទេវ៉ាតន្ត្រីចូលចិត្តណាស់អរគុណម៉ាក់មិនបាច់អរគុណទេលោកគ្រូរីករាយថ្ងៃកំណើតកូនឲ្យអ្វីខ្ញុំលោកគ្រូនេះជាសៀវភៅរឿងចុងភៅតន្ត្រីខ្ញុំចូលចិត្តសៀវភៅនេះណាស់អរគុណសិស្សល្អរបស់ខ្ញុំលោកគ្រូខ្ញុំមិនមានអ្វីថ្លៃថ្នូរឲ្យទេដូច្នេះនេះជាតន្ត្រីតុក្កតា Superman សប្បាយវ៉ាវខ្ញុំក៏ចូលចិត្តនេះដែរអរគុណសិស្សល្អរបស់ខ្ញុំសៀវឈិនថ្ងៃនេះជាថ្ងៃកំណើតសៀវហ៊ូឯងបានទិញកាដូឲ្យនាងទេ
ក្មេងនោះកាដូវៃខ្ញុំមិនបណ្ដេញនាងចេញក៏ល្អណាស់ហើយលោកពូនរណាជាពូឯងបងស្រីខ្ញុំទទួលស្គាល់ឯងជាកូនតែខ្ញុំមិនទទួលស្គាល់ទេកុំមកស្និទ្ធជាមួយខ្ញុំក្មួយស្រីសៀវឈិនសៀវហ៊ូជាកូនស្រីខ្ញុំនិយាយល្អជាមួយនាងនេះគ្រាន់តែជាពាក្យរបស់អ្នកលាងចានម្នាក់អ្នកទាំងអស់គ្នាមិនសង្ស័យទេតាមការរៀបរាប់របស់ចុងភៅរបាំងប្រាក់និងព័ត៌មានលម្អិតខ្ញុំសន្និដ្ឋានថានាងជាកូនស្រីខ្ញុំអ្នកមិនធ្វើតេស្តទេណាទេមិនចាំបាច់បើមិនធ្វើតេស្តទេណាតើអ្នកប្រកាសថានាងជាកូនបង្កើតបានយ៉ាងម៉េចចុះបើនាងបានហើយតើយើងត្រូវឲ្យឯងបង្រៀនពីរបៀបធ្វើរឿងមែនទេលោកពូបើខឹងអាចបន្ទោសលើខ្ញុំបានកុំស្រែកដាក់ម៉ាក់ជំងឺមិនចង់ញ៉ាំរបស់ម៉ាក់មិនតាន់ជាទាំងស្រុងទេគ្រាន់តែឃើញឯងខ្ញុំក៏ខឹងបើអ្នកទាំងអស់គ្នាមិនធ្វើតេស្តទេណាទុកឲ្យខ្ញុំធ្វើខ្ញុំចង់ដឹងថានាងពិតជាកូនបង្កើតរបស់អ្នកឬអត់សៀវហ៊ូខ្ញុំមើលថាថ្ងៃនេះជាថ្ងៃកំណើតឯងខ្ញុំទិញកាដូមួយជាពិសេសមើលថាចូលចិត្តទេវ៉ាជាថេផ្លេតខ្ញុំស្រឡាញ់ណាស់អរគុណលោកគ្រូមើលចុះអ្នកទាំងអស់គ្នាតាមចិត្តនាងពេកថ្ងៃកំណើតទិញទាំងទូរស័ព្ទនិងថេផ្លេតក្មេងប្រុសដូចនាងមិនត្រូវការរបស់ថ្លៃបែបនេះទេអ្នកនឹងតាមចិត្តនាងរហូតខូចមែនសៀវឈិននិយាយត្រូវក្មេងមិនគួរតាមចិត្តពេកងាយខូចសៀវឈិនសៀវហ៊ូមិនខូចទេនាងជាក្មេងយល់ការខ្ញុំក៏ធ្វើសាច់ជ្រូកទឹកស៊ីអ៊ីវតាមរូបមន្តសម្ងាត់ដែរក្មេងល្អសាច់ជ្រូករបស់អាក្មេងនោះច្បាស់ជាមានបញ្ហាខ្ញុំមិនញ៉ាំក្នុងពិធីនេះទេយូសិនយើងទៅដល់ទិញអីវ៉ាន់បានសៀវឈិនញ៉ាំសាច់ជ្រូកសិនទៅញ៉ាំអ្វីសាច់ជ្រូកមិនអស្ចារ្យអីទេតន្ត្រីប៉ាហេតុអីលោកពូខឹងខ្លាំងម្ល៉េះលោកពូប្រហែលគាត់មិនទាន់ដឹងថាកូនល្អប៉ុណ្ណាពេលគាត់ដឹងគាត់នឹងលែងខឹងកូនចាស់តែលោកពូមិនបានញ៉ាំម្ហូបច្រើនមុខនេះទេបើលោកពូមិនញ៉ាំយើងញ៉ាំជាមួយគ្នាទៅបានសៀវហ៊ូយប់នេះធ្វើតិចធំមួយឆ្នាំងឲ្យលោកយាយបានទេបាទលោកគ្រូខ្ញុំចង់ញ៉ាំត្រីស្បៃជូររបស់លោកគ្រូយប់នេះធ្វើឲ្យខ្ញុំបានទេខ្ញុំចង់ញ៉ាំជើងជ្រូកដែរតន្ត្រីម៉ាក់ចង់ញ៉ាំត្រីសមុទ្រក្រោមមេឃផ្កាយខ្ញុំនឹងធ្វើឲ្យតែម្ហូបមួយមុខថ្លៃ1 លាននេះអាក្មេងស្រឡាញ់លុយ1 លានក្នុងមួយមុខនេះថ្លៃពេកបន្តិចហើយទេមិនថ្លៃទេឥឡូវខ្ញុំមិនត្រឹមជាសិស្សរបស់ចុងភៅរបាំងប្រាក់ទេតែក៏ជាកូនបង្កើតរបស់ប៉ាមហាសេដ្ឋីតម្លៃខ្លួនខ្ញុំលើស10,000 លានបាន1 លានក៏1 លានតែត្រូវឆ្ងាញ់បើមិនឆ្ងាញ់ខ្ញុំនឹងកាត់លុយទ្វេដងព្រមសម្រេចតាមនេះអាក្មេងចំនួនឆ្លាតមកញ៉ាំផ្លែឈើប៉ានៅណាគាត់រវល់ធ្វើការកូនលេងជាមួយម៉ាក់និងលោកយាយទៅបានខ្ញុំត្រឡប់មកហើយថ្ងៃនេះជាថ្ងៃកំណើតខ្ញុំអ្នកណាធ្វើឲ្យខ្ញុំសប្បាយយប់នេះខ្ញុំនឹងធ្វើម្ហូបបន្ថែមមួយមុខពិតមែនលោកគ្រូមកខ្ញុំនឹងម៉ាសាជើងឲ្យម៉ាក់នឹងច្របាច់ស្មាឲ្យសៀវហ៊ូខ្ញុំនឹងចិត្តផ្លែប៉ោមឲ្យកូនខ្ញុំចង់ញ៉ាំដំឡូងបារាំងបំពងបានខ្ញុំចង់មើល Naruto មើលចុះចង់បានអ្វីទៀតខ្ញុំចង់លេងហ្គេមតន្ត្រីប៉ានៅណាតន្ត្រីទុកទៅខ្ញុំទៅលេងសិនកិច្ចសន្យានេះមានតម្លៃជាង10,000 លានជាងជិនឈួនច្បាស់ជាឲ្យតម្លៃវាខ្លាំងបង្អែមសារ៉េនេះច្បាស់ជាស្នាដៃអាក្មេងនោះបើវាធ្វើឲ្យកិច្ចសន្យាខូចនោះមិនមែន
นนาทเฟอร์ให้ไอ้ซ้ำออกแบบนี้มีเรื่องเอาไว้นนาทเฟอร์เรื่องนี้นี่chỉ cáchสัญญาวิ่งเชียงโคดนึ่งตะโคดดำไหลจริงดับปอนเลียนนี่บังแอมซาเรย์ตาอาเจียซิวฮูเต้ซิวฮูเมื่อเราไว้แต่โกนเฟอร์นี่chỉ cáchสัญญาดับปอนเลียนดังเต้ปากขยมจีเน็ตเฟอร์มันบัดประกายเต้โกนฉบับจีเราโวเล่นเกมให้ด่าเราบ่ประยับประยอมันควอเอาไว้สำคัญในกระบายบ้องจินชวนขมิ้นโจจัดเล่นจีเรื่องธรรมดาเฟอร์คอคลาก็อาโยบานขยมโมทาขมิ้นคลาเงียนเกมมันเริ่มแต่บังอองกางเงียโดยซาเล่นเต้แทนเตียงลุดเป็นโจลุยขนมเกมเนี่ยคลาใจเลิกปีแซนย้อนขนมมวยยกอักระจิงนิติดคือพญากาโดรอบเลียนเอาแนบใส่เกมมีเรื่องแบบนี้แม้มนนี่ขยมก็ทาสิวเช่นนิยัยคลังเป็กเอลาเมอร์เตอร์กอดนิยัยเตอร์เหมือนไอตามจัดเขมงเป็กเต้จับอีกไงนี้ห้ามเล่นเกมตุรุซับเตอร์ดอกโฮดระโฮดดอโกนทอมปาขยมมันบ้านบังอองเอาไว้โดยซาเล่นเกมเตขยมก็มันบ้านเป็นโจลุยขนมเกมหรือพญากาโดเอาแนบใส่เตขยมจำทาขยมเฟอร์บังแอมซาเรย์ให้ด่าเลอโตขยมมันเคยเก็ตสัญญาไว้เตเตอร์เกิดปีกลมฮอกครูนไอน์เซนบองจินชวนไงนี้ขยมมอบปรู้มีเรื่องสำคัญปรับบองใครปรับมอกระบายกาเตแต่แน่เจงไฮซิวฮูมันแม่นก้นบังการระบายเนี่ยเตเอาไว้ตาซิวเชนไอทเฟอร์คอเตบองสเรนี้จีระบายกาเดนาตาไอเข้าบ้านอย่างไม่บองจินชวนขยมรกเคินก้นสเรบังการระบายเนี่ยไฮเนียงเนนะในตีกรงอธิริตนอมขยมเตยจุกเนียงจินชวนเจงเตอเตียดไฮป้ามันได้สได้บรรทุกขยมเตเลิกนี้ก็สได้โดยมันสดับให้พอถ้าขยมเฟื่อเอาเกิดสัญญาสามให้เอเลอร์โรคเคยโกนสเรปเตียดเพราะให้จับปีนิเตอร์ก็มันสลายสิวหูติเตขยมเพราะให้เตอร์ตรลอบเตอร์โรคปาจาเวงโกนจะบ้าจีโรโวเล่นเกมด่าระบบประยับให้มันควอเอาไว้สำคัญในกระบายลอยบองจินชวนขยมรกเคยก้นใส่บังการระบายหายชับนอมขยมเตยจูบเนียงดนตรีบองจินชวนขยมรกเคยก้นใส่บังการหายชับนอมขยมเตยจูบเนียงดนตรีซิวฮูเนินนะจินชวนซิวฮูกาดเอาไว้ซิวฮูรเจนปีเตหายเอาไว้เนียงตกแต่สมบัติมวยโซโกลาได้ขยมอ่อยนังตุรซับก่อนเนียงมันยกเตอได้เนียงซอเซเอาไว้ขยมนังทอดรูปพญาอ่อยเนี่ยไอเลอร์นี่ผลมันไงนี้ประหายยังเฟประหายจมปูซิวฮูโดยชนะเนียงคังให้จ่าเจงจินชวนขยมเตอร์เตอโรกซิวฮูให้น้อมเนียงตลอดหมอกมันบัดเตซิวฮูเรื่องรู้นะดนตรีมีแต่ขยมปนนอกไอน้อมเนียงตลอดหมอกขยมบัดตุรซับหายบองจินชวนเนี่ยมันเตอโรกโกนสเรบังการระบอบเนี่ยเต้ขยมนังโรกซิวฮูมนบรรทบมอกเตอร์โปรโกนสเรขยมบองสเรกัดไอจุมงือมันจ้องย่ำระบอบขยมหะโดยเจียกัดลางไว้อย่าไว้จุมงือนุซิวฮูมันบานพีบารุยหายเต้ไอแล้วขยมโยหายซิวฮูเติบจิตนำพีบาขยมบัดนิงเตอโดยมีนกำบัดจักเปโดงขยมกระเปกขยมก็ชื่อจะบกจะบ่แต่ซิวฮูมันแมนเจียโกนบังการระบอบบองเตนิงจะบ้าจีมิงไซเฉียมจีมวยขยมซิวเชนไอเตอร์จุยขยมรกเนียงบั
បានបងស្រីខ្ញុំសន្យាមើលទៅខ្ញុំត្រូវពិនិត្យរបាយការណ៍ណាម្ដងទៀតម៉ាក់សៀវហ៊ូមកជួបម៉ាក់ហើយម៉ាក់ហេតុអីម៉ាក់សន្លប់ព្រោះលើកនេះនាងរងរបួសធ្ងន់ពេកវាប៉ះចំណុចសំខាន់ខ្ញុំខ្លាចថាទេខ្ញុំមិនចង់ឲ្យម៉ាក់ចាក់ចេញទេប៉ាចាស់តែងថាខ្ញុំជាក្មេងនាំស៊ុយតែខ្ញុំគិតថាខ្ញុំជាក្មេងស្រីដែលទេវតាថោកខ្ញុំសូមឲ្យម៉ាក់រស់បានយូរម៉ាក់នេះជាគ្រាប់ថ្នាំសប្បាយតែខ្ញុំធ្វើផ្ទាល់សូមឲ្យម៉ាក់សប្បាយជានិច្ចតន្ត្រីអូព្រះអើយបងស្រីខ្ញុំដឹងខ្លួនហើយមុននេះជាក្មេងនាំស៊ុយឥឡូវបែរជាពូកែនិយាយផ្អែមសៀវហ៊ូកូនបានជួយម៉ាក់ចាប់ពីនេះសៀវហ៊ូមិនចង់បែកពីម៉ាក់ទៀតទេសៀវហ៊ូកូនរបស់ម៉ាក់កូនគឺជាកូនស្រីបង្កើតរបស់ម៉ាក់សៀវហ៊ូប៉ានឹងមិនចោទកូនខុសទៀតទេកូនអាចអត់ទោសឲ្យប៉ាបានទេសៀវហ៊ូអត់ទោសឲ្យប៉ារួចហើយចៅស្រីល្អចាប់ពីនេះគ្រួសារយើងមិនបែកគ្នាទៀតទេបានបងជិនឈួនខ្ញុំនាំកូនស្រីបង្កើតរបស់អ្នកនាងមកហើយនាងមិនមែនកូនស្រីបង្កើតខ្ញុំទេសៀវហ៊ូទៅមែនបងជិនឈួនក្មេងមានល្បិចនោះមិនមែនកូនបង្កើតអ្នកទេនាងទៅជាកូនបង្កើតអ្នកទេសៀវហ៊ូទៅជាកូនបង្កើតរបស់ជាងជិនឈួនបងជិនឈួនអ្នកនិយាយអ្វីហ្នឹងខ្ញុំមិននិយាយផ្ដេសផ្ដាស់ទេសៀវហ៊ូជាអ្នកព្យាបាលជំងឺរបស់ទីស៊ឺហើយជួយជីវិតនាងពេលគ្រោះថ្នាក់នាងជាកូនបង្កើតរបស់ខ្ញុំនិងទីស៊ឺបងជិនឈួននេះបញ្ជាក់ត្រឹមថានាងសំណាងល្អមិនបញ្ជាក់ថាជាកូនបង្កើតអ្នកទេម្យ៉ាងទៀតខ្ញុំមានរបាយការណ៍ណារបស់នាងដែលបញ្ជាក់ថានាងជាកូនបង្កើតរបស់អ្នកចង់កុហកខ្ញុំដល់ពេលណាទៀតហេតុអីវីខ្ញុំនៅធ្វើពុតទៀតមិនដឹងទេថាខ្លួនបានធ្វើអ្វីបងជិនឈួនខ្ញុំស្រឡាញ់អ្នកជានិច្ចកុំស្ដាប់ពាក្យមនុស្សអាក្រក់ខ្ញុំមិនដែលធ្វើអ្វីប៉ះពាល់អ្នកទេដល់ពេលនេះនៅមិនព្រមនិយាយការពិតទៀតល្អស៊ីវឈិនបង្ហាញផុសតាងឲ្យនាងមើលទីនេះសរសេរច្បាស់ថាសៀវហ៊ូជាកូនបង្កើតរបស់ជាងជិនឈួននៅមានអ្វីនិយាយទៀតអ្នកធ្វើតេស្តណាម្ដងទៀតមែនអ្នកគិតថាគ្មាននរណាដឹងអ្នកបានលួចបដូររបាយការណ៍ទៅណាមែនទេតើអ្នកដឹងថាខ្ញុំបដូររបាយការណ៍បានយ៉ាងម៉េចបើមិនចង់ឲ្យគេដឹងកុំធ្វើអ្នកគ្រាន់តែរកក្មេងម្នាក់មកបើខ្ញុំគិតថាខ្ញុំជាងជិនឈួនងាយបោកមែនទេសៀវឈិនឆាប់ប្រាប់បងថ្លៃថាខ្ញុំមិនបានបដូររបាយការណ៍ណាទេសៀវឈិនហេតុអីឯងក៏វាខ្ញុំហេតុអីវាឯងហានយូសិនកុំគិតថាខ្ញុំមិនដឹងអំពើល្អរបស់ឯងជាមួយរបាយការណ៍នោះកិច្ចសន្យារាប់ពាន់លានក៏ជាស្នាដៃឯងមែនទេខ្ញុំមិនបានធ្វើទេខ្ញុំបានលុបវីដេអូនេះហើយហេតុអីនៅមានទៀតគិតថាខ្ញុំគ្មានច្បាប់ចម្លងទេប្រាប់ឲ្យដឹងវីដេអូសុវត្ថិភាពទាំងអស់ខ្ញុំបានរក្សាទុកលើ cloud អ្វីដែលឯងលុបគ្រាន់តែជាឯកសារក្នុងឧបករណ៍ប៉ុណ្ណោះបងជិនឈួនខ្ញុំដឹងខុសហើយសូមអត់ទោសឲ្យខ្ញុំអ្នកបោកខ្ញុំដល់ថ្នាក់នេះខ្ញុំមិនអាចអត់ទោសឲ្យអ្នកទៀតទេលោកជាងខ្ញុំដឹងខុសពិតមែនខ្ញុំមិនហ៊ានធ្វើទៀតទេនាំនាងទៅគុកសៀវហ៊ូសូមជួយខ្ញុំផងសៀវហ៊ូបើឯងព្រមសូមលោកជាងគាត់ច្បាស់ជាលើកលែងខ្ញុំសៀវហ៊ូកុំប៉ះនាងហេតុអីខ្ញុំត្រូវជួយអ្នកបើធ្វើខុសត្រូវទទួលទោសសំបីតែក្មេងដូចយើងក៏យល់ហេតុអីមនុស្សធំមិនយល់អ្នកណានាំនាងចេញខ្ញុំមិនចង់ឃើញនាងទៀតទេលេងខ្ញុំដឹងខុសហើយខ្ញុំខុសពិតមែនលោកជាងសូមលេងខ្ញុំទៅឆាប់លេងខ្ញុំលោកជាង
ចុងភៅពីសន្តាគារស៊ីងហ៊ូមិនដឹងហេតុអ្វីបានធ្វើឲ្យក្រុមម្ហូបអន្តរជាតិចានបៅគូខឹងគាត់ប្រកាសថាបើគ្មាននរណាឈ្នះចុងភៅពួកគេសន្តាគារយើងនឹងត្រូវដកឈ្មោះអ្វីអ្នកទៅពិនិត្យមុនទៅម៉ាក់កុំបារម្ភម៉ាក់ខ្ញុំជាទេពកោសឲ្យធ្វើម្ហូបខ្ញុំមិនឲ្យពួកគេយកសន្តាគាររបស់ម៉ាក់ទេកូនសម្លាញ់ក្មេងតូចដូចកូនអាចឈ្នះពួកគេយ៉ាងម៉េចពួកគេជាចុងភៅកំពូលអន្តរជាតិព្រោះខ្ញុំមានច្រមុះទេវតានិងក្រពះរសជាតិផ្អែមហើយខ្ញុំជាទេពកោសឲ្យធ្វើម្ហូបទោះកូនជាទេពកោសតែម៉ាក់នៅតែបារម្ភម៉ាក់បើខ្ញុំឈ្នះពួកគេម៉ាក់អាចតន្ត្រីសន្យាជាមួយខ្ញុំរឿងមួយបានទេបានឲ្យតែសៀវហួររបស់យើងអាចធ្វើបានមិនថាមួយរឿងទេ10រឿងក៏ម៉ាក់ព្រមទេសៀវហួរចង់ឲ្យម៉ាក់សន្យាតែមួយរឿងគ្រប់ហើយបានប្រាប់ម៉ាក់មកតើជារឿងអ្វីបើខ្ញុំឈ្នះយប់នេះខ្ញុំចង់គេងជាមួយប៉ានិងម៉ាក់ទាំង3នាក់យើងបានម៉ាក់ព្រមល្អណាស់អញ្ចឹងខ្ញុំអាចគេងជាមួយប៉ានិងម៉ាក់ហើយ